Many years back, ចាអញ្ចឹងបើគិតច្រើនឆ្នាំកន្លងមក there was a young boy about 15 years old, ប្រហែលជាមានក្មេងប្រុសម្នាក់ដែលគាត់មានអាយុប្រហែល5-10ឆ្នាំ came to church in Singapore, ហើយគាត់បានទៅព្រះវិហារនៅក្នុងប្រទេសសិង្ហបុរី and he wanted to talk to me. ហើយអញ្ចឹងបុរសហ្នឹងគាត់បាននិយាយមកកាន់ខ្ញុំ So I was so glad, okay, to have the opportunity to help him. ហើយអញ្ចឹងគឺពេលហ្នឹងគឺខ្ញុំរីករាយមែនតើខ្ញុំមានឱកាសក្នុងការដែលបានជួយគាត់ឬក៏និយាយជាមួយគាត់ Now from his face, I know that he was very sad. ហើយអញ្ចឹងខ្ញុំមើលតាមរយៈពេលខ្ញុំគិតត្រឡប់ទៅក្រោយវិញទឹកមុខរបស់គាត់ហ្នឹងដែលគាត់មកនិយាយជាមួយខ្ញុំហ្នឹងគាត់មើលទៅក្រៀមក្រំ He told me, Pastor, 2 weeks ago when I woke up, ហើយអញ្ចឹងគាត់បាននិយាយថា Pastor ពេលដែលខ្ញុំក្រោកពីគេងមកពីសប្តាហ៍មុន I found that life is meaningless. ហើយអញ្ចឹងខ្ញុំមើលឃើញថាជីវិតគឺដូចអត់មានន័យអីសោះ I just don't know what to live for. ហើយអញ្ចឹងខ្ញុំអត់ដឹងថាខ្ញុំគួរតែរស់នៅដើម្បីអី Pastor, can you help me to live, to help me explain to me so that I can live purposefully, meaningfully? ហើយចឹងគាត់បានមកសួរខ្ញុំថាលោកគ្រូកងវាសូមជួយខ្ញុំតែខ្ញុំត្រូវការរស់នៅបែបម៉េចរស់នៅដោយពោពេញទៅដោយអត្ថន័យរស់នៅដោយគេហៅថាមានជីវិតមួយដែលពោពេញទៅដោយគោលបំណងសូមជួយខ្ញុំ It's very interesting. A 15 years old boy started to ask this question. ហើយអញ្ចឹងមើលស្ដាប់ទៅវាចាប់អារម្មណ៍មែនតើក្មេងប្រុសដែលគាត់មានអាយុត្រឹមតែ15ឆ្នាំក្នុងការដែលគាត់ចូលមកហើយគាត់នឹងសួរសំណួរបែបនោះ So I asked him, I say, have you ever asked any other people before? ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមសួរគាត់ថាតើក្មួយឯងដែរធ្លាប់សួរណាគេនៅសំណួរនឹងពីមុនមកដែរអត់ He said, yes. អញ្ចឹងខ្ញុំធ្លាប់គាត់ឆ្លើយថាហ្នឹងហើយបាទខ្ញុំធ្លាប់សួរគេតា I said, who did you ask this question? ហើយអញ្ចឹងគាត់ចាប់ផ្ដើមសួរទៀតថាតើក្មួយឯងនឹងបានសួរសំណួរនឹងទៅកាន់ណាគេ I asked my father. អញ្ចឹងគាត់ប្រាប់ថាខ្ញុំបានសួរសំណួរនឹងទៅកាន់ប៉ាខ្ញុំ I said, what was his response? What was his answer to you? ហើយអញ្ចឹងខ្ញុំបានសួរគាត់ទៀតថាតើចុះប៉ាក្មួយឯងឆ្លើយប្រាប់ក្មួយឯងថាម៉េចទៅ He said his father was shocked. ហើយអញ្ចឹងពេលហ្នឹងគាត់ក្មេងប្រុសប្រាប់ខ្ញុំថាឪពុកខ្ញុំគាត់ដូចភ្ញាក់ផ្អើលកាំងទៅខ្ញុំសួរសំណួរបែបហ្នឹងទៅ And his father said to him, you are so spoiled. Why you ask this question? ហើយអញ្ចឹងមើលទៅមិនសួរសំណួរអីផ្ដេសផ្ដាស់អញ្ចឹងមកកាន់ឪពុក Don't worry about that. ហើយអញ្ចឹងកុំខ្វល់អារឿងហ្នឹងមិនទាន់កើតឡើងផងសួរទៅអី When you grow up, you will find the answer. ហើយអញ្ចឹងពេលធំទៅកុំតែរកឃើញទេមិនបាច់សួរទេពេលឥឡូវហ្នឹង So I asked the young boy, I say, do you think your father knows the answer? ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមសួរទៅក្មេងប្រុសថាតើបើពេលគាត់ឆ្លើយអញ្ចឹងដាក់ក្មួយឯងណាដឹងអត់ថាគាត់នឹងមានចម្លើយឲ្យអត់ He said. ហើយអញ្ចឹងគាត់ក្មេងប្រុសហ្នឹងគាត់ចាប់ផ្ដើមកវីក្បាល I think my father is like me, okay, as lost as me. ហើយអញ្ចឹងក្មួយហ្នឹងក៏កូនប្រុសហ្នឹងគាត់ប្រាប់ថាប្រហែលជាឪពុកខ្ញុំហ្នឹងគាត់វែងដូចខ្ញុំដែរគាត់ដឹងដែរហ្នឹងថាចម្លើយហ្នឹងបែបម៉េចអញ្ចឹងណា What is life about? ហើយអញ្ចឹងតើសួរស្រាប់ទៅវិញតើនិយាយអំពីជីវិតតើជីវិតគឺជាអី What are we living for? អញ្ចឹងសួរថាតើយើងទាំងអស់គ្នារស់នៅដើម្បីអី Is there a purpose in life? តើយើងរស់នៅក្នុងការដែលមានគោលបំណងនៅក្នុងជីវិតដែរអត់ Sometimes, I look at and listen to some of the songs, the pop song that young people like to sing today, nowadays. អញ្ចឹងពេលខ្លះខ្ញុំបានស្ដាប់នៅចម្រៀងគេហៅថាចម្រៀងកូរ៉េឬក៏ចម្រៀងក្មេងៗដែរក្នុងការដែលស្ដាប់នៅក្នុងសម័យកាលនេះណា Most of the song, they sing, were actually words about they are lost, they are so weak, and they are so fearful to face the future. ចាអញ្ចឹងគឺនៅតាមរយៈបទចម្រៀងទាំងអស់ហ្នឹងគឺស្ដាប់ទៅវាមានអារម្មណ៍ថាដូចគេហៅថាបាត់បង់ទុកព្រួយឬក៏ទន់ខ្សោយមែនទែនក្នុងការដែលវាដូចអស់សង្ឃឹមជាមួយនឹងអ្វីដែលជាអនាគតតាក់ទងជាមួយនឹងបទចម្រៀងក្មេងៗដែរគេតែងតែបង្កើតឡើងមក There ហ្នឹង was a song, about this life is just like a boat sailing in a wide ocean, have no direction and don't know where he's going. ហើយចាបទចម្រៀងខ្លះណាទៀតដូចប្រៀបធៀបដូចជាគេហៅថាមានបទចម្រៀងមួយដែលគេនិយាយអំពីប្រៀបធៀបដូចមានទូកមួយនៅក្នុងកណ្ដាលសមុទ្រដែលទៅរកអត់មានទិសដៅថាទិសដៅផ្លូវជីវិតនៃទូកនឹងត្រូវរសាត់អណ្ដែតទៅណា And there's also another song describe his life like a kite, but this kite has a broken thread. That means it's not holding on by the owner, but it's flying aimlessly. ចាអញ្ចឹងមួយទៀតគឺមានបទចម្រៀងមួយទៀតដែលគេនិយាយអំពីខ្លែងដូចហោះនៅលើមេឃមែនប៉ុន្តែខ្លែងដែលហោះដែលគេហៅថាដូចបាក់ឆ្អឹងមកចំហៀងណាដែលហោះទៅដល់អត់មានទីដៅកន្លែងណាដែលគាត់ត្រូវទៅ I don't know whether you ever felt that way.
អញ្ចឹងសម្រាប់ខ្ញុំអត់ដឹងថាបងប្អូនទាំងអស់គ្នាយើងដែរធ្លាប់ទទួលបានអារម្មណ៍ដូចអញ្ចឹងដែរឬក៏អត់ Sometimes we try to behave this way, and then some people will say that's not right, and then you try to behave the other way, and yet the other people say that's not right too. ហើយអញ្ចឹងប្រហែលពេលខ្លះនៅក្នុងជីវិតយើងព្យាយាមធ្វើសកម្មភាពឬក៏ទង្វើបែបនេះទៅកាន់បុគ្គលណាម្នាក់តែពេលដែលយើងសម្ដែងវាចេញទៅបុគ្គលម្នាក់ហ្នឹងប្រាប់ថាអត់ត្រូវអាសកម្មភាពបែបហ្នឹងហើយយើងក៏ព្យាយាមធ្វើខ្លួនយើងម្ដងទៀតនៅក្នុងសកម្មភាពឬក៏ទង្វើផ្សេងទៀតប៉ុន្តែគេប្រាប់យើងទៀតថាអាហ្នឹងក៏ជារឿងដែលអត់ត្រូវទៀត It's very important for you to find your purpose and direction of your life at your age now. អញ្ចឹងអីគេជាការសំខាន់ទាំងសម្រាប់បងប្អូនទាំងអស់គ្នាគឺក្នុងការដែលយើងត្រូវការស្វែងរកអ្វីដែលជាគោលបំណងឬក៏គោលដៅនៅក្នុងជីវិតនៅក្នុងវ័យប្រហែលយើងនៅពេលបច្ចុប្បន្ននេះគឺជារឿងដែលសំខាន់ If you do not know your purpose and your direction of life, then most probably you end up many people every day they got drunk, they got take drugs, and they're just lost living on without purpose. They have lost the strength, the determination to go on their life. ចាអញ្ចឹងបើសិនបើយើងរស់នៅដោយអត់មានគោលដៅឬក៏គោលបំណងនៅក្នុងជីវិតទេយើងអាចឃើញមនុស្សជាច្រើនដែលរស់នៅក្រោកឡើងមកស្វឹងក្រោកឡើងមកគាត់តែងតែជក់ថ្នាំម៉ាឡេអាឡូនៅក្នុងជីវិតនៃការរស់នៅរបស់ពួកគាត់អានោះហើយគឺធ្វើឲ្យជីវិតរបស់គាត់រស់នៅក្នុងការដែលអត់មានគោលដៅមានទិសដៅនៅក្នុងជីវិតដែរជីវិតរបស់គាត់តើគាត់ជ្រើសរើសក្នុងការដែលដើរទៅផ្លូវណាដែលយើងមើលឃើញថាជីវិតដែលរស់នៅដោយគ្មានគោលបំណងឬគោលដៅនៅក្នុងជីវិតរបស់គាត់ And some young people, because life is so aimless, they take drugs. ហើយចឹងប្រហែលជាពេលខ្លះនៅក្នុងជីវិតក្មេងខ្លះដែលគាត់មើលឃើញថាជីវិតរបស់គាត់អត់មានអត្ថន័យទៅធ្វើឲ្យគាត់ចាប់ផ្ដើមធ្លាក់ទៅក្នុងការញៀនថ្នាំ You go look at the city where all the pubs and the nightclubs, there are many people there get drunk. You think that they are very happy? No. Those people who go to the club and go to the nightclub, they are the most lonely and most aimless people in this society. ចាអញ្ចឹងយើងមើលឃើញថាយើងនៅក្នុងទីក្រុងភ្នំពេញឬក៏យើងជិះតាមដងផ្លូវរបស់យើងមានឃើញគេហៅថាក្លឹបរាត្រីពេលយប់ឬក៏ផាប់អីផ្សេងដែលមានកើតឡើងជាច្រើនហើយយើងមើលឃើញថាក្មេងៗទាំងអស់ក្នុងការដែលទៅយើងគិតថាពួកគាត់សប្បាយពួកគាត់រីករាយប៉ុន្តែតាមពិតអីគេដែលជាធាតុពិតនៅក្នុងជីវិតអ្នកដែលគាត់តែងតែដើរលេងពេលយប់ចូលក្លឹបជារៀងរាល់យប់ហ្នឹងមានថាគឺជីវិតរបស់គាត់គឺជាមនុស្សម្នាក់ដែលមានភាពឯកោជាច្រើនដែលនៅក្នុងជីវិតរបស់គាត់ដែលគាត់ខ្វះនៅអ្វីដែលមួយយ៉ាងដែលនៅខាងក្នុងគាត់នោះឯង Last year I know of one woman from China stay in Singapore. ហើយអញ្ចឹងនៅកាលពីឆ្នាំមុនមានស្ត្រីម្នាក់ដែលគាត់មកពីប្រទេសចិនហើយគាត់បានទៅនៅសិង្ហបុរី She just have been to the church one or twice. ហើយអញ្ចឹងក៏គាត់ប្រហែលជាគាត់អាចឃើញមុខម្ដងពីរដងនៅព្រះវិហារ But suddenly one day she called up the pastor. ហើយអញ្ចឹងពេលមានថ្ងៃមួយគាត់បានគេហៅថាពេលចប់ទៅគាត់បាននិយាយជាមួយនឹងគ្រូគង្វាល He said my son only 13 years old jumped down from the building and killed himself. ហើយអញ្ចឹងមានកូនប្រុសរបស់ខ្ញុំគាត់ទៅតែអាយុ3-10ឆ្នាំឯងគាត់បានលោតពីអគារកម្ពស់3-10ជាន់សម្រាប់ខ្លួន 13 years old boy. ហើយអញ្ចឹងយើងស្ដាប់មើលទៅវាដូចគេហៅថាក្មេងប្រុសទៅតែមានអាយុ13ឆ្នាំ He's so purposeless. Then why should he continue to live on? So he rather end his life earlier. ហើយអញ្ចឹងមើលឃើញថាជីវិតរបស់គាត់រស់នៅមិនដឹងរស់នៅធ្វើអីទៀតអញ្ចឹងបើរស់នៅដោយអត់មានគោលបំណងរស់នៅដោយអត់មានក្តីសង្ឃឹមគាត់ត្រូវការបញ្ចប់ជីវិតរបស់ខ្លួនគាត់តែម្ដងទៅ No, I'm not encouraging you to do that, okay? អញ្ចឹងខ្ញុំអត់បានលើកទឹកចិត្តនិយាយរឿងទាំងអស់ហ្នឹងប្រាប់ឲ្យបងប្អូនទាំងអស់គ្នាធ្វើបែបហ្នឹងទេ I'm encouraging you to rediscover your life purpose, to face the world courageously. ហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាក្នុងការដែលរស់នៅក្នុងការដែលស្វែងរកអ្វីដែលជាគោលបំណងនៅក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាដើម្បីស្វែងរករស់នៅលើផែនដីនេះពោពេញទៅដោយគេហៅថាប្រឈមមុខជាមួយដោយភាពក្លាហានជាមួយនឹងឧបសគ្គដែលកើតមានឡើងនៅក្នុងជីវិតយើងអានោះគឺជាអីគេដែលជាប្រធានបទដែលខ្ញុំនឹងចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នានៅថ្ងៃនេះ You have to rediscover yourself. ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវការស្វែងរកអ្វីដែលជាខ្លួនរបស់បងប្អូនទាំងអស់គ្នា If you don't know who you are and you don't know why you are living, then you will be trapped by uncertainty and purposelessness. ចាអញ្ចឹងបើសិនបងប្អូនទាំងអស់គ្នាអត់ស្គាល់ថាខ្លួនឯងគឺជានរណាហើយអ្វីដែលជាគោលដៅខ្លួនគោលបំណងនៅក្នុងជីវិតរបស់ខ្លួនយើងគឺជានរណាទេនៅក្នុងជីវិតរបស់យើងគឺយើងគេហៅថាយើងនឹងរុំព័ទ្ធជីវិតរបស់យើងដោយភាពដែលរស់នៅគ្មានអត្ថន័យអ្វីមួយនៅក្នុងជីវិតរបស់យើង And the Bible told us two men, okay, who by the name of John and Peter. ចាអញ្ចឹងនៅក្នុងព្រះគម្ពីរបាននិយាយអំពីបរិសុទ្ធពីរនាក់ដែលគាត់មានឈ្មោះជាលោកពេត្រុសហើយនិងលោកយូហាន Now two of them were very
simple people. ហើយអញ្ចឹងមើលឃើញថាបរិសុទ្ធពីរនាក់ហ្នឹងគឺជាបរិសុទ្ធដែលមានលក្ខណៈសាមញ្ញមែនទែន They were just fishermen. ហើយអញ្ចឹងគឺពីរនាក់ហ្នឹងគឺគាត់គ្រាន់តែជាគេហៅថាជាអ្នកនេសាទត្រី Not much education, not like you get the opportunity to study in university. ហើយអញ្ចឹងមើលទៅគាត់អត់មានដែរបានទៅចូលរៀនថ្នាក់មហាវិទ្យាល័យអីដូចបងប្អូនទាំងអស់គ្នាកំពុងតែមករៀននេះទេ And these people are not wealthy. ហើយអញ្ចឹងគាត់ក៏មិនមែនជាអ្នកមានដែរពួកគាត់ហ្នឹង And they are not very talented people, just know how to fish. ហើយអញ្ចឹងគាត់ក៏មិនមែនជាអ្នកដែលគាត់នេសាទហ្នឹងគាត់ក៏មិនមែនជាអ្នកដែលឆ្លាតក្នុងការដែលគាត់ធ្វើវិធីសាស្ត្រក្នុងការនេសាទត្រីអីដែរ But these two men, they were Christian. ប៉ុន្តែបរិសុទ្ធពីរនាក់នោះគឺគាត់គឺជាគ្រឹះបរិស័ទ They try to talk to people about Jesus. ហើយអញ្ចឹងគាត់ព្យាយាមក្នុងការដែលប្រាប់មនុស្សដែលនៅជុំវិញខ្លួនគាត់អំពីព្រះយេស៊ូវគ្រីស្ទ They want to tell other people that Jesus is very important in our life to find our identity. ចាអញ្ចឹងគាត់តែងតែព្យាយាមក្នុងការដែលប្រាប់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទក្នុងការដែលឲ្យស្វែងយល់អ្វីដែលជាអត្តសញ្ញាណក្នុងការដែលរស់នៅ But then at the time the authority arrested them and put them in the court. អញ្ចឹងពេលបន្ទាប់មកទៀតគឺគាត់ព្យាយាមក្នុងការដែលធ្វើរឿងទាំងអស់ហ្នឹងគឺគេហៅថាអ្នកដែលគាត់មានសិទ្ធិអំណាចដែលនៅក្នុងសម័យកាលគាត់បានចាប់គាត់ដាក់ចូលទៅក្នុងគុក Can you imagine if you are put into the court and people are asking you questions, people are interrogating you and asking why you do that, what's the purpose of doing that? Or do you think you are very nervous when you face these people? ហើយអញ្ចឹងបើសួរយើងមិនបើសិនជាគេចាប់យើងប៉ូលីសចាប់យើងទៅហើយយកយើងទៅតុលាការហើយក្នុងការដែលសួរនៅសំណួរជាច្រើនធ្វើការស៊ើបអង្កេតសួរយើងថាហេតុអីបានអ្នកឯងទៅធ្វើរឿងទាំងអស់ហ្នឹងតើសម្រាប់យើងវិញតើយើងនឹងឆ្លើយតបក្នុងការដែលប្រឈមមុខជាមួយនឹងស្ថានភាពដែលជួបនឹងដោយរបៀបណា But interestingly, when I read that passage of the Bible, I notice a word that is so important. ចាអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំក្នុងការដែលខ្ញុំចាប់ផ្ដើមនៅអាននៅព្រះបន្ទូលនោះខ្ញុំបានកត់សម្គាល់ឃើញនៅក្នុងខដែលធ្វើជាការដែលប៉ះពាល់ចិត្តឬក៏ជាការលើកទឹកចិត្តខ្ញុំមែនទែននៅក្នុងវាជាការចាប់អារម្មណ៍មែនទែន Peter and John was not afraid at all. They were so bold and they even challenged the court and they tell the people that Jesus is the answer to your life and he hoped to bring this gospel to all the people. ចាអញ្ចឹងនៅក្នុងអ្វីដែលជានៅក្នុងតាមរយៈបរិសុទ្ធពីរនាក់ហ្នឹងគឺលោកយូហាននិងលោកពេត្រុសគឺគាត់ជាម្នាក់ដែលក្លាហានមែនទែនក្នុងការដែលគាត់បានប្រាប់អំពីអ្នកដែលគេបានសួរគាត់អំពីអ្វីដែលជាកិច្ចការដែលគាត់បានធ្វើដែលគាត់មានសេចក្តីក្លាហានក្នុងការដែលប្រឈមមុខក្នុងរឿងដែលគេបានហៅគាត់ទៅតុលាការក្នុងការដែលសួរប្រាប់អំពីគោលបំណងអ្វីដែលព្រះអង្គបានប្រើប្រាស់នៅក្នុងជីវិតរបស់គាត់ Can you see the word? អញ្ចឹងយើងមើលឃើញខគម្ពីរនៅលើ screen នេះ Let's read together, អ okay? ញ្ចឹងសូមយើងទាំងអស់គ្នាយើងបើកទៅក្នុងសភៅទាំងអស់គ្នាក្នុងការដែលអានសភៅលូកា Okay, when they saw the courage of Peter and John and realized that they were unschooled, ordinary men, they were astonished and they took note that these men had been with Jesus. So here the Bible says that all the people that they know, these two men were not educated. ចាអញ្ចឹង Unschooled, well, they want to read my mind. Okay. ចាអញ្ចឹងដោយសារតែមិញហ្នឹងយើងអានភាសាអង់គ្លេសអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងអស់គ្នាយើងក៏អត់ទាន់សូវបានយល់ទាំងមូលនៅអត្ថន័យទាំងអស់ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាបើកទៅក្នុងសភៅលីវកាជំពូកទី4ខ13ទៅហើយយើងអានអត់កិច្ចការ Acts 4:13. ខ្ញុំមើលអក្សរមិនឃើញទេណាគេយកកិច្ចការខ្ញុំទៅណាបាត់ហើយ Wrong verse. ជំពូក4ខ13ឈប់ចាអញ្ចឹងឥឡូវបងប្អូនទាំងគ្នារកឃើញនៅខ្ញុំរកឃើញហើយណាចាអញ្ចឹងឥឡូវបងប្អូនទាំងគ្នាអានទាំងអស់គ្នាណាតាខ្ញុំរាប់1 2 3កាលក្រុមប្រឹក្សាជាន់ខ្ពស់ឃើញលោកពេត្រុសនិងលោកយូហានមានចិត្តអង់អាចដូច្នេះគេងឿងឆ្ងល់ណាស់ត្បិតគេដឹងថាលោកទាំងពីរជាមនុស្សសាមញ្ញពុំដែលបានរៀនសូត្រហើយចេះគេដឹងច្បាស់ថាលោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ So here he says that these people were not educated.
ហើយចឹងក្នុងតាមរយៈខកពីនេះគេដឹងថាពីរអ្នកហ្នឹងគាត់ដែរបានធ្លាប់បានរៀនសូត្រអីទេ Ordinary men like you and me. អញ្ចឹងមើលទៅគឺជាមនុស្សដែលសាមញ្ញដូចបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំដែរ But they were astonished. I mean, they're surprised. They take note that these men, even though they are unschooled, ordinary, but they know that these two men had been with Jesus. ចាតែប៉ុន្តែអីគេដែលគេដឹងថាគាត់ជាមនុស្សដែលបានរៀនហើយដែលបានចូលសាលាអីទាំងអស់ហ្នឹងប៉ុន្តែគេក៏អាចកត់សម្គាល់មើលឃើញថាបុរសពីរនាក់នេះគាត់បាននៅជាមួយព្រះយេស៊ូវគ្រីស្ទ So it means that, even though these two men, he could be a very normal person, a simple person, and you should be afraid, when they come to court. But yet these two men behaved so boldly, courageously, because their life had been changed by the one they believe that is Jesus. ចាអញ្ចឹងយើងមើលឃើញថាតាំងពីពិតបុរសម្នាក់ហ្នឹងដែលជាបុរសដែលសាមញ្ញអត់ចេះដឹងអីគាត់គួរតែមានភាពភ័យខ្លាចនៅពេលដែលប្រឈមមុខក្នុងការដែលសួរឬក៏កាត់ក្តីផ្សេងៗប៉ុន្តែយើងមើលឃើញថាគេមើលឃើញថាគាត់គឺជាបុរសម្នាក់ដែលពោពេញទៅដោយភាពក្លាហានដោយសារតែគាត់រស់នៅក្នុងការដែលមានគោលបំណងក្នុងការដែលគាត់បានទទួលអីមួយដែលមានការធ្វើឲ្យជីវិតរបស់គាត់ទាំងពីរនាក់មានការផ្លាស់ប្ដូរក្នុងការដែលគាត់បានរស់នៅក្នុងការដែលថ្វាយសិរីល្អទៅកាន់ព្រះនោះ You know why I was so touched by these words of the Bible? អញ្ចឹងសម្រាប់ខ្ញុំមើលឃើញតកតងជាមួយនឹងខកពីនេះ Because I really felt, what I have experienced before too. ហើយអញ្ចឹងនោះគឺពេលដែលប៉ះពាល់ខ្ញុំនៅពេលដែលខ្ញុំបានឃើញខកពីនេះវាអីគេដែលជាបទពិសោធន៍ដែលខ្ញុំធ្លាប់បានជួបកាលពីមុនមកដែរ When I was age of 13 years old, my father passed away. ហើយអញ្ចឹងគឺដូចខ្ញុំនៅកាលពេលខ្ញុំមានអាយុ3 10ឆ្នាំឪពុករបស់ខ្ញុំគាត់បានស្លាប់ You know how many children in my family and the siblings in the family that my mother have to take care of us, 9 of us. អញ្ចឹងគឺយើងដឹងអត់សម័យមើលថាពេលដែលខ្ញុំរស់នៅក្នុងក្រុមគ្រួសារដែលម្ដាយរបស់ខ្ញុំជាស្ត្រីមួយម៉ាយក្នុងការដែលគាត់ថែរក្សាមើលការខុសត្រូវចិញ្ចឹមកូនរហូតដល់កូន9នាក់ When my father died, my mother was so busy taking care of 9 children. ហើយអញ្ចឹងពេលដែលឪពុករបស់ខ្ញុំស្លាប់ទៅគឺម្ដាយរបស់ខ្ញុំគឺរវល់មែនទែនក្នុងការដែលមើលចិញ្ចឹមថែកូនទាំង9នាក់នោះ And I was very afraid. ហើយពេលហ្នឹងគឺជាអារម្មណ៍របស់ខ្ញុំគឺខ្ញុំមានភាពភ័យខ្លាចមែនទែន I had to do everything myself. ហើយអញ្ចឹងខ្ញុំខ្លាចដោយសារតែខ្ញុំរស់នៅខ្ញុំត្រូវការធ្វើអីសពបែបយ៉ាងដោយខ្លួនរបស់ខ្ញុំផ្ទាល់ When I report to the school, I have to go myself. ហើយអញ្ចឹងពេលគ្រូគេមានការណាត់ជួបឲ្យខ្ញុំត្រូវការដូចផ្ដល់ដំណឹងឬក៏ធ្វើអីសពបែបយ៉ាងទៅកាន់គ្រូនៅសាលារៀនដោយខ្លួនឯង I want to transfer school. I have to go to the government department myself. ហើយអញ្ចឹងបើសិនជាខ្ញុំផ្លាស់ប្ដូរសាលាខ្ញុំត្រូវការរត់ការឯកសារទាំងអស់ហ្នឹងដោយខ្លួនរបស់ខ្ញុំផ្ទាល់ So when I was growing up, I was a very timid, worrying person. ហើយអញ្ចឹងពេលដែលខ្ញុំធំឡើងខ្ញុំខ្លាចទៅជាមនុស្សគេហៅថាមានតែងតែមានការព្រួយបារម្ភការភ័យខ្លាច Until I found Jesus. រហូតដល់ពេលដែលខ្ញុំបានស្វែងរកព្រះយេស៊ូវគ្រីស្ទឃើញ Jesus changed my life អញ្ចឹងព្រះយេស៊ូវគ្រីស្ទបានធ្វើការផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ and make me a different person. ធ្វើឲ្យខ្ញុំខ្លាចទៅជាមនុស្សថ្មីមួយផ្សេងទៀត And so it's very important that Jesus is able to transform our life into a life that is purposefully and also meaningfully. ចាអញ្ចឹងអីគេជាការសំខាន់គឺព្រះយេស៊ូវគ្រីស្ទព្រះអង្គអាចធ្វើទៅបានក្នុងការដែលធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរហើយរស់នៅក្នុងការដែលធ្វើឲ្យជីវិតដែលរស់នៅពោពេញទៅដោយគោលបំណង There was another man called Paul. ហើយអញ្ចឹងមានបរិសមួយផ្សេងទៀតគឺលោកប៉ូល And he was a very educated man. ហើយអញ្ចឹងលោកប៉ូលគឺជាបរិសម្នាក់ដែលគាត់ទទួលបានគេហៅថាមានការរៀនមានការចេះដឹងច្រើន He went around killing Christians. ហើយអញ្ចឹងគឺគាត់គឺជាម្នាក់ដែលក្នុងការដែលគាត់ Christian. គាត់ជា killing អ្នកដែល Christians. ធ្វើការសម្លាប់ទៅដល់គ្រឹះបរិស័ទ So before he became a Christian, he persecuted the Christian. Chà, killed chà. the Christian. ចាមុនពេលដែលគាត់បានទទួលជឿលើព្រះយេស៊ូវគ្រីស្ទមានន័យថាគាត់គឺជាម្នាក់ដែលតែងតែបៀតបៀនគ្រឹះបរិស័ទហើយគាត់ក៏ជាអ្នកដែលសម្លាប់គ្រឹះបរិស័ទដូចគ្នាដែរ But when he met Jesus, តែនៅពេលដែលគាត់ចាប់ផ្ដើមជួបនៅព្រះយេស៊ូវគ្រីស្ទ his life was transformed. ចាគាត់បានជួបគាត់បានទទួលព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះរបស់គាត់ And ជីវិតរបស់គាត់ត្រូវការបានផ្លាស់ប្ដូរ he went around to the whole region telling people about Jesus. ហើយគាត់ក៏មានភាពក្លាហានក្នុងការដែលគាត់ចាប់ផ្ដើមចេញទៅក្នុងការដែលប្រាប់មនុស្សគ្រប់ជាតិសាសន៍អំពីព្រះយេស៊ូវគ្រីស្ទ He said that I'm not ashamed of the gospel. ហើយខ្ញុំអត់មានភាពអាម៉ាស់ក្នុងការដែលប្រាប់អំពីដំណឹងល្អទៅកាន់មនុស្សដទៃទេ So Paul's courage and authority came from recognizing his relationship with the Lord.
ចាអញ្ចឹងយើងមើលឃើញថាភាពក្លាហានរបស់លោកប៉ូលឬក៏សិទ្ធិអំណាចដែលគាត់បានមានហ្នឹងគឺគាត់ទទួលបានដោយសារតែគាត់បានទទួលស្គាល់ថាព្រះយេស៊ូវគ្រីស្ទដែលគាត់ចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងព្រះអង្គនៅក្នុងជីវិតរបស់គាត់ whenever he talked to people, when he preached, even though people tried to kill him, tried to persecute him, but he knew Paul, a servant of Christ Jesus, was called to be an apostle and sent to preach the gospel of God. He found his identity with Jesus. ចាអញ្ចឹងយើងមើលឃើញថាទោះបីជាគាត់ទៅគ្រប់ទីកន្លែងក្នុងការដែលគាត់ទៅផ្សាយដំណឹងល្អអំពីព្រះដោយសារតែគាត់ដឹងថាគាត់គឺជាម្នាក់ដែលព្រះអង្គបានត្រាស់ហៅគាត់ព្យាយាមក្នុងការដែលទៅផ្សាយការទាំងអស់នោះទៅកាន់មនុស្សដែលនៅជុំវិញខ្លួនគាត់ដោយមានភាពក្លាហានគាត់មិនភ័យខ្លាចក្នុងការដែលគាត់ទៅធ្វើការទាំងអស់នោះ So today I will encourage you to identify your life with Christ, and that will bring the breakthrough of the self-identity. ចាអញ្ចឹងហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាក្នុងថ្ងៃនេះក្នុងការដែលយើងត្រូវការស្វែងរកអ្វីដែលយើងជាអត្តសញ្ញាណរបស់យើងនៅក្នុងព្រះយេស៊ូវគ្រីស្ទនៅពេលដែលយើងស្វែងរកថាយើងមានអត្តសញ្ញាណមួយយើងនឹងអាចបំបែកអ្វីដែលជាភាពភ័យខ្លាចរបស់យើងហើយនឹងស្វែងរកអីគេដែលជាអត្តសញ្ញាណដ៏ពិតប្រាកដនៅក្នុងជីវិតរបស់យើងឃើញ And so here the Bible says that Christians who have encountered Christ in their life shall not live in fear, but rather people who are courageous enough to overcome the world. ចាអញ្ចឹងដោយតែប្រយោគនេះគេបាននិយាយថាដោយពេលគ្រឹះបរិស័ទដែលគាត់បានស្វែងរកព្រះជាម្ចាស់ឃើញគាត់នឹងរស់នៅដោយគ្មានភាពភ័យខ្លាចប៉ុន្តែគឺគាត់មានភាពក្លាហានល្មមគ្រប់គ្រាន់ក្នុងការដែលគាត់អាចយកឈ្នះអ្វីដែលនៅលើពិភពលោកនេះដែលគួរឲ្យភ័យខ្លាចហ្នឹង And but through him who loves me, we are more than conquerors in all things. ចាអញ្ចឹងនៅពេលដែលយើងតាមរយៈព្រះយេស៊ូវគ្រីស្ទដែលផ្ដល់នូវសេចក្តីស្រឡាញ់ឲ្យយើងអាចមើលឃើញថាយើងអាចយកឈ្នះទៅលើអ្វីដែលគ្រប់បែបយ៉ាងដែលនៅលើផែនដីនេះ And 1 John 5:4 tells us that for whoever is born of God overcome the world, and what gives us victory over the world is our faith. 1 John 5:4. អញ្ចឹងនៅក្នុងសភៅ1យូហានចំពុកទី5ហ្នឹងបាននិយាយអំពី Yeah. So whoever born of God overcomes the world. ចាអញ្ចឹងនៅខខាងក្រោមវាបាននិយាយថាតាមរយៈអ្នកណាគេដែលកើតនៅក្នុងកើតដោយសារតែព្រះយេស៊ូវគ្រីស្ទបានបង្កើតនៅលើផែនដីនេះមានន័យថាគាត់នឹងអាចយកឈ្នះអ្វីដែលនៅលើផែនពិភពលោកមួយនេះ So it is our faith in Jesus that we have victory over the world. អញ្ចឹងនៅពេលដែលយើងមានសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទមានន័យថាយើងមានជ័យជំនះនៅលើពិភពលោកមួយនេះ And so here that I will say that whenever we believe in Jesus, when we believe in Jesus, Christ become our life, and we live a new life, and we are His new creation. ចាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមជឿនៅលើព្រះយេស៊ូវគ្រីស្ទមានន័យថានៅក្នុងជីវិតរបស់យើងគឺមានព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើងហើយយើងនឹងរស់នៅក្នុងជីវិតមួយដែលថ្មី So the transformation comes when we believe in Jesus, when we accept Jesus. Jesus will give us a new life. ចានៅពេលដែលយើងចាប់ផ្ដើមទទួលព្រះយេស៊ូវគ្រីស្ទយើងនឹងមានជីវិតមួយដែលការផ្លាស់ប្ដូរហើយជីវិតរបស់យើងនឹងទទួលបាននូវជីវិតដែលថ្មី Let me introduce you a concept. អញ្ចឹងឥឡូវសូមឲ្យខ្ញុំធ្វើការណែនាំបងប្អូនទាំងអស់គ្នានៅគេហៅថា If ជា you គោល have ការណ៍ the life of Jesus, that means you should have the DNA of Jesus, អញ្ចឹង right? បើសិនបើយើងជាអ្នកដែលទទួលជឿនៅព្រះយេស៊ូវគ្រីស្ទយើងគួរតែគេហៅថាមាន DNA ឬក៏ជាសែនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងខ្លួនយើង You know what is DNA? យើងស្គាល់អត់ពាក្យ DNA Now, for example, ឧទាហរណ៍ when you go home, ហើយបើសិនបើយើងទៅផ្ទះ if your father say you are not my son, ហើយអញ្ចឹងបើសិនបើពុករបស់យើងពេលយើងទៅផ្ទះវិញយើងថាចេះឥឡូវកូនឯងមិនមែនកូនប្រុសមិនមែនកូនស្រីខ្ញុំទេបើពុកយើងនិយាយអញ្ចឹងដាក់យើង then you say, I don't believe it. He said, I think I'm your son or I'm your daughter. ហើយប្រហែលជាយើងនឹងឆ្លើយប្រាប់គាត់ថាខ្ញុំមិនជឿខ្ញុំគឺជាកូនរបស់ប៉ាអញ្ចឹងណាជាកូនប្រុសកូនស្រីរបស់ប៉ា The best way to prove it is by what? ហើយអញ្ចឹងសួរថាតើបើយើងគេហៅថាមានផុសតាងអះអាងតែយើងត្រូវការធ្វើអីគេដើម្បីថាដឹងថាយើងជាកូនរបស់គាត់ពិតប្រាកដមែន And you go for DNA test, right? ចាអញ្ចឹងអីគេដែលសំខាន់គឺយើងត្រូវការតែធ្វើតេស្តរនឹងឯង And I'll tell you why DNA test today is acceptable by the court, by all people today. ហើយអញ្ចឹងដោយសារតែតាមរយៈការ DNA ហ្នឹងពេលដែលយើងទៅធ្វើអីមួយមានថាគឺទទួលស្គាល់ដោយពេលយើងទៅតុលាការទៅណាទៅណីហ្នឹងគឺការដែលគេទទួលស្គាល់ហ្នឹងគឺតាមរយៈ DNA ហ្នឹងការពិនិត្យហ្នឹង So if your father and the mother are your real mother or father, they should have half of the DNA each
in your body. ហើយអញ្ចឹងជាទូទៅគឺជាទូទៅមានថានៅក្នុងជីវិតរបស់យើងមានថាតាមរយៈយើងមួយយើងនឹងទទួលបានគេហៅថាអា DNA ណាពីម្ដាយយើងផងពាក់កណ្ដាលពីម្ដាយពាក់កណ្ដាលពីឪពុកពាក់កណ្ដាល So that means every one of us have half of the DNA of the father and half of the DNA of the mother. ហើយអញ្ចឹងមនុស្សគ្រប់គ្នាមានថាគឺយើងទទួលបានចំណែកពាក់កណ្ដាលពីម្ដាយចំណែកពាក់កណ្ដាលទៀតពីឪពុក And this DNA is like a program put into your life. And so when you're growing up, the program will tell your body and tell your physical body to grow to that height, okay, to that I would say appearance, and also to that whatever qualities in your life. ចាអញ្ចឹងតាមរយៈ DNA ដែលយើងទទួលបានពាក់កណ្ដាលពីឪពុកពាក់កណ្ដាលពីម្ដាយនោះគឺនឹងគេហៅថាបង្កើតទៅជាកម្មវិធីមួយនៅក្នុងយើងជាជីវិតរបស់យើងមួយមិនថាតើយើងនឹងអាចចេញមកអា DNA នេះវាបង្កើតមកថាយើងនឹងកើតមកកំណត់ថាត្រូវបានកម្ពស់ប៉ុណ្ណារូបរាងបែបណាលក្ខណៈសម្បត្តិបែបណានៅក្នុងយើងជាយើងហ្នឹង This is why sometimes people say to you, "Oh, you look like your father." ហើយចឹងប្រហែលពេលខ្លះពេលដែលយើងគេកលេចអ្នកចិត្តខាងអីឬក៏សាច់ញាតិយើងកលេចយើងឃើញព្រោះថាអូមើលទៅដូចឪពុកបេះបាត់ And sometimes people say that, "Oh, you look like your mother." ហើយប្រហែលអ្នកខ្លះទៀតថាអូមើលទៅដូចម៉ែម៉េះ Because we inherited the DNA from them. ហើយអញ្ចឹងដោយសារតែនៅក្នុងយើងគឺយើងទទួលបានគេហៅថា DNA ហ្នឹងពីពួកគាត់ Usually, if your father is very tall and your mother is very tall, you are not very short. ហើយអញ្ចឹងបើយើងបើសិនជាឪពុកក៏ខ្ពស់ម៉ែក៏ខ្ពស់ណាយើងកើតមកមិនទាបប៉ុណ្ណឹងទេ Because the DNA is a program that inside you that you will actually will program you in such a way when you grow up you will be like him. ចាអញ្ចឹងគឺដោយសារតែតាមរយៈ DNA ហ្នឹងហើយវាធ្វើឲ្យមានកម្មវិធីមួយនៅក្នុងជីវិតរបស់យើងនឹងអាចនឹងមានលក្ខណៈដូចជាពួកគាត់ That's why the Bible says until we all come to the unity of the faith and of the knowledge of the Son of God that we may grow up to the measure of the stature of the fullness of Christ. ចាអញ្ចឹងហើយដូចគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះអង្គថានៅពេលដែលយើងបានរួមគ្នានៅក្នុងអ្វីដែលជាការរួបរวมគ្នានៅក្នុងសេចក្តីជំនឿរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះអង្គនឹងយើងនឹងមានការរីករាយហើយតាមរយៈទាំងអស់ហ្នឹងគឺយើងនឹងអាចធ្វើការវាស់វែងបាននៅក្នុងជីវិតរបស់យើងពោពេញទៅដោយអីគេដែលព្រះបានដាក់នៅក្នុងជីវិតរបស់យើងហ្នឹង Because our life is a new life given by God. ដោយសារតែជីវិតរបស់យើងគឺជាជីវិតមួយដែលថ្មីដែលព្រះអង្គបានព្រះយេស៊ូវគ្រីស្ទដែលបានឲ្យយើង Okay, so what is DNA? ហើយសួរថាហេតុអីបានជា DNA ហ្នឹង Now, to layman, we put it in such a simple way, okay? DNA are all the information needed to create or run an organism, meaning that, whatever program installed in the genes will help you, okay, to become the person to be. ចាអញ្ចឹងឥឡូវបើយើងនិយាយថាអីគេដែលជា DNA ហ្នឹង DNA គឺជារាល់ទាំងព័ត៌មានទាំងអស់ដែលបានបង្កើតឡើងនៅក្នុងយើងហើយវាធ្វើឲ្យវាជាអ្នកដែលក្នុងការដែលភ្ជាប់អីគេដែលជាកម្មវិធីហ្នឹងអញ្ចឹងបើយើងនិយាយអំពីយើងមានថាពេលដែលយើងទទួលបានទាំងអស់ហ្នឹងគឺនឹងធ្វើឲ្យបង្កើតយើងជាយើងនឹងឯងលក្ខណៈកម្មវិធីទាំងអស់អីគេនៅក្នុងយើង Just like you want to build this building. អញ្ចឹងឧទាហរណ៍ថាដូចយើងព្យាយាមក្នុងការដែលយើងចង់កសាងអគារមួយនេះអញ្ចឹង You must have a blueprint. ហើយអញ្ចឹង Blueprint, the blue plan. អញ្ចឹងប្រហែលជាយើងត្រូវការមានគេហៅថាគម្រោងជាក់លាក់មួយពេញលេញ If you follow exactly what the blueprint required to do, it will come out to this building. ចាអញ្ចឹងគឺតាមរយៈការដែលយើងត្រូវការមានប្លង់ពេលដែលយើងចាប់ផ្ដើមកសាងគឺយើងត្រូវការធ្វើតាំងពីពេលចាប់ផ្ដើមរហូតដល់បញ្ចប់អគារមួយហ្នឹង And it's also like a recipe book, recipe. ចាអញ្ចឹងវាប្រៀបធៀបដូចគេហៅថាគឺជាសភៅរូបមន្តមួយអញ្ចឹង For example, you want to cook chicken. ឧទាហរណ៍ថាយើងចង់ចម្អិនមាន់មួយហ្នឹង You follow the recipe. យើងត្រូវការធ្វើតាមលំដាប់លំដោយនៃរូបមន្តនៃការធ្វើមាន់ Exactly. យើងត្រូវការធ្វើតាមឲ្យវាត្រូវការថាក្រឹបក្រំទៅតាមរូបមន្ត It won't come out to be a duck. ហើយអញ្ចឹងបើយើងធ្វើវាត្រឹមត្រូវវាអត់អាចមាន់ចេញទាទេ Alright? So the recipe will tell you know what use chicken meat, it cannot come out to be a duck. ចាអញ្ចឹងយើងត្រូវការដឹងថាតើនៅក្នុងរូបមន្តមួយនេះគេប្រាប់យើងថាដាក់អីខ្លះបានវាអាចคล้ายទៅជាមាន់អាចធ្វើទៅคล้ายទៅជាទាទេបើសិនជាយើងធ្វើទៅត្រឹមត្រូវទៅតាមរូបមន្ត So when you follow Jesus give you a life. The life is so different from the world, from other people. ចាអញ្ចឹងនៅពេលដែលយើងទទួលជឿលើព្រះយេស៊ូវគ្រីស្ទដូចគ្នាគឺព្រះអង្គដែលជាព្រះអង្គបានឲ្យយើងនៅជីវិតមួយដែលថ្មីនោះគឺជីវិតរបស់យើងនឹងខុសអំពីជីវិតដែលនៅលើលោកីយ៍នេះ We all be like
Jesus. ហើយអញ្ចឹងយើងខ្លាយទៅជាពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទ That's why the people look at Peter and John. They say, "Hey, these people are normal people, but how come they are so brave? They are so courageous." Because they have followed Jesus before. អញ្ចឹងហើយបានជាគេចាប់ផ្ដើមមើលឃើញបរិសុទ្ធពីរនាក់ដែលយើងនិយាយអំពីលោកយូហាននិងលោកពេត្រុសដែលមើលឃើញគាត់ថាគាត់ជាមនុស្សសាមញ្ញធម្មតាហេតុអីបានគាត់មើលទៅខុសគេហេតុអីបានគាត់ក្លាហានដោយសារតែគាត់រស់នៅក្នុងការដែលគាត់មានពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទដែលនៅក្នុងខ្លួនរបស់គាត់ដែលធ្វើឲ្យលោកីបានមើលឃើញថាគាត់មានលក្ខណៈពិសេសខុសពីគេ Okay, now let me introduce you the DNA of a Christian life. ចាអញ្ចឹងឥឡូវខ្ញុំចង់ធ្វើការចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នាវិញតើយើងជាគ្រឹះបរិស័ទតើយើងត្រូវការមាន DNA អីខ្លះនៅក្នុងជីវិតរបស់យើង Since our DNA is from Jesus, let's look at what Jesus say about his life. ចាអញ្ចឹងឥឡូវយើងដើម្បីឲ្យយើងដឹងថាតើ DNA របស់យើងមានអីខ្លះយើងត្រូវការមើលអីគេដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទ DNA វិញ John chapter 8 verse 14. អញ្ចឹងនៅក្នុងសៀវភៅយូហានជំពូកទី8ខ14 Jesus have said, ព្រះយេស៊ូវគ្រីស្ទបាននិយាយថា I know where I am from and I know where I'm going. អញ្ចឹងព្រះយេស៊ូវគ្រីស្ទបាននិយាយថាខ្ញុំដឹងថាពីកន្លែងណាដែលខ្ញុំមកហើយពីកន្លែងណាដែលខ្ញុំនឹងត្រូវទៅ You say, what do you mean by Jesus say, I know where I'm from and I know where I'm going? What is it? ហើយអញ្ចឹងពេលដែលយើងនិយាយថាគាត់ដឹងថាតើមកពីណាទៅណាអីគេអាហ្នឹង I tell you, when Jesus say that, he means that he has a purpose in life. អញ្ចឹងតាមរយៈអីគេដែលព្រះយេស៊ូវគ្រីស្ទបាននិយាយភាសាបែបនេះមានន័យថាគឺព្រះយេស៊ូវគ្រីស្ទគាត់ដឹងថាជីវិតរបស់គាត់មានរស់នៅមានគោលបំណងបែបណា It's a very powerful statement. That means Jesus was saying, I have a purpose in life. I don't live aimlessly like other people. I don't live without a purpose. ចាអញ្ចឹងគឺរស់នៅក្នុងការដែលអីគេដែលជាប្រយោគទាំងអស់ហ្នឹងគឺព្រះអង្គបាននិយាយដោយជឿជាក់ទៅលើអ្វីដែលគោលបំណងក្នុងការដែលព្រះយេស៊ូវគ្រីស្ទបាននិយាយថាខ្ញុំរស់នៅពោពេញទៅដោយគោលបំណងខ្ញុំមិនមែនរស់នៅដោយជីវិតដែលរស់នៅគ្មានន័យនោះទេ From the saying of Jesus, I know where I'm from and I know where I'm going, he will bring out 5 questions that you need to answer. ចាអញ្ចឹងគឺតាមរយៈអីគេទៅតាមរយៈមកប្រយោគដែលព្រះយេស៊ូវគ្រីស្ទបាននិយាយថាខ្ញុំដឹងថាកន្លែងណាដែលខ្ញុំមកហើយកន្លែងណាដែលខ្ញុំទៅហ្នឹងគឺមាន5យ៉ាងដែលយើងអាចនឹងធ្វើការស្គាល់ពីវាបាន If you want to know what's a purpose of life, you have to answer these 5 questions. ចាអញ្ចឹងដើម្បីឲ្យយើងដឹងថាតើគោលដៅនៅក្នុងជីវិតទាំងអស់ហ្នឹងយើងត្រូវការឆ្លើយនៅសំណួរ5នេះសិន The first question is សំណួរទី1សួរថាអីគេហ្នឹង Who am I? អញ្ចឹងសួរសំណួរហ្នឹងដាក់ដៃមកកាន់ខ្លួនឯងសួរថាតើខ្ញុំគឺជានរណា That's a self-identity. អញ្ចឹងគឺតាមរយៈសំណួរហ្នឹងគឺអាចបញ្ជាក់អំពីអ The ត្តសញ្ញាណ second ផ្ទាល់ខ្លួនរបស់យើង question you need to ask is, where am I from? អញ្ចឹងសំណួរទី2សួរថាតើខ្ញុំមកពីណា That means the source of your life. ហើយអញ្ចឹងអានោះគឺជាប្រភពនៅក្នុងជីវិតរបស់យើង Why am I here? អញ្ចឹងសំណួរទី3បានសួរថាតើហេតុអីបានជាខ្ញុំនៅទីនេះ Why you are not in Africa? ហេតុអីបានខ្ញុំនៅអាហ្វ្រិក Why you are not in China? ហេតុអីបានអត់នៅចិន Why you are in Cambodia? ហេតុអីបាននៅប្រទេសកម្ពុជា He said, oh yeah, because of my father. Why my father give birth to me and I'm here. My father is a Cambodian, so you try to blame your father, right? ចាអញ្ចឹងប្រហែលជាយើងនឹងពេលដែលយើងសួរសំណួរបែបនេះយើងថាមកពីឪពុកម្ដាយខ្ញុំកើតនៅអាហ្វ្រិកកើតនៅថៃកើតនៅកម្ពុជាបានខ្ញុំនៅនឹងដែរ Some of you also thought that, I have no choice. He said, because my father, my mother are Cambodians, they are here, so I'm born, I'm here. ហើយអញ្ចឹងប្រហែលជាអ្នកខ្លះណាឆ្លើយទៀតខ្ញុំមានជំរឿសមកពីណាបើឪពុកម្ដាយខ្ញុំកើតនៅនឹងខ្ញុំត្រូវតែនៅនឹង It's like a coincidence. អញ្ចឹងមើលទៅឃើញថាវាមិនមែនជារឿងស្ដាប់ទៅវាមិនមែនជារឿងដែលចៃដ I ន្យ just happen to be here. អញ្ចឹងវាគ្រាន់តែមកខ្ញុំនៅនឹងហ្មង That means you don't know why. អញ្ You ចឹង don't know why. ដោយសារតែយើងឆ្លើយនៅទាំងអស់នោះយើងអត់ដឹងថាហេតុផល You អី have no answer for that. ហើយយើងអត់មានចម្លើយក្នុងការដែលឆ្លើយនៅសំណួរហ្នឹង And the fourth question, ហើយសំណួរទី4 what can I do here? អញ្ចឹងសំណួរសួរទៀតថាតើខ្ញុំអាចធ្វើអីបាននៅកន្លែងហ្នឹង Christian here, you have to ask God. Why, God, you put me in Cambodia? God, you didn't put me in Africa. God, you didn't put me in China. What can I do in Cambodia? អញ្ចឹងយើងអាចនឹងក្នុងនាមជាគ្រឹះបរិស័ទខ្ញុំសួរថាហេតុអីបានខ្ញុំអត់នៅប្រទេសចិនហេតុអីខ្ញុំអត់នៅអាហ្វ្រិកហេតុអីអត់នៅចិនអត់នៅប្រទេសថៃចាហេតុអីបានដាក់ខ្ញុំនៅប្រទេសកម្ពុជាសួរត្រឡប់ទៅវិញថាតើខ្ញុំត្រូវការធ្វើអីដែលខ្ញុំនៅក្នុងប្រទេសកម្ពុជានៅទីនេះ And the last question is, where am I going? អញ្ចឹងសំណួរចុងក្រោយសួរថាតើខ្ញុំនឹងទៅណា
Well, young people still very far away for you to answer the question, right? ចាអញ្ចឹងសម្រាប់ក្មេងៗប្រហែលជាយើងនៅឆ្ងាយទៀតក្នុងការដែលយើងទៅសួរសំណួរហ្នឹង Our team here, people who are getting older and older. អញ្ចឹងយើងមើលឃើញថានៅក្នុងក្រុមសមាជិកក្រុមរបស់យើងគាត់ចាប់ផ្ដើមវ័យរបស់គាត់រៀងចាស់ទៅហើយ Probably they have been asking themselves, where am I going? ហើយអញ្ចឹងគាត់ចាប់ផ្ដើមក៏ឆ្លើយនៅសំណួរសួរទៅកាន់ខ្លួនឯងថាខ្ញុំដឹងទៅ And ណា as a Christian, we know that we are going back to the Father. ចាអញ្ចឹងក្នុងនាមយើងជាគ្រូបរិស័ទយើងដឹងប្រកាសថាយើងនឹងត្រឡប់ទៅនៅជាមួយឯព្រះបិតាយើងនៅជាមួយព្រះ But before you ask that question, please answer the first 4 questions. Why am I here? Where am I from? Why am I here? What can I do? Before you say, where am I going? ចាអញ្ចឹងសម្រាប់យើងក្នុងនាមយើងជាគ្រូបរិស័ទហើយយើងនៅវ័យក្មេងនៅឡើយយើងចាប់ផ្ដើមសួរនៅសំណួរ4ហ្នឹងសិនណាសំណួរទី1សួរថាតើខ្ញុំជានរណាទី2តើខ្ញុំមកពីណាទី3ហេតុអីបានខ្ញុំនៅដឹងហើយខ្ញុំនៅដឹងហើយតើខ្ញុំត្រូវការធ្វើអី Now, so if you have not done what the first 4 questions, and you try to go back to the Father say, no way, go back. Right? You have not finished your work yet, so finish your work before you say, where am I going? Right? ចាអញ្ចឹងបើសិនបើយើងដូចរស់នៅយើងចង់ទៅដល់ឆ្លងកាត់សំណួរទី5ហ្នឹងយើងអត់ទាន់បានធ្វើពី1ដល់4ហ្នឹងប្រាំងប្រាប់ថាចេះមកទៅអីត្រឡប់ទៅវិញអត់ទាន់បានពេញការងារហើយ To know your purpose of your life, ហើយអញ្ចឹងដើម្បីឲ្យយើងអាចស្គាល់អីគេដែលជាគោលបំណងនៅក្នុងជីវិតរបស់យើង it's not easy. It's not easy. ហើយអីគេដែលយើងស្គាល់ហ្នឹងវាអត់ស្រួលទេក្នុងការដែលយើងទៅដឹងទៅស្គាល់ហ្នឹង You need to answer the 5 questions. ហើយអញ្ចឹងយើងត្រូវការឆ្លើយនៅសំណួរ5យ៉ាងមិញ It's 5 just សំណួរ like មិញ a ហ្នឹង puzzle. ហើយអញ្ចឹងក្នុងជីវិតរបស់យើងការទាំងអស់ហ្នឹងគឺវាប្រៀបធៀបដូចជាការតម្រៀបរូប You find the whole picture of life. ហើយយើងនឹងគេហៅថាក្នុងជីវិតរបស់យើងព្យាយាមស្វែងរករូបភាពដ៏ធំមួយនៅក្នុងជីវិត Only then your puzzle will be meaningful. ហើយអញ្ចឹងអីគេដែលជាចំណែកទូចៗនៃការផ្គុំរូបភាពទាំងអស់ហ្នឹងគឺជាជីវិតមួយដែលរស់នៅទៅដោយពោពេញទៅដោយគោលបំណងរស់នៅដោយពោពេញទៅដោយអត្ថន័យនៅក្នុងជីវិត Okay, I'm going to show you some funny pictures, okay? ហើយអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅរូបភាពដែលកំ pl ែង Tell me what is it? ហើយអញ្ចឹងយើងត្រូវការទាំងអស់គ្នាត្រូវការប្រាប់ថាក្នុងរូបហ្នឹងគឺជាអី What is this? អាហ្នឹងអីគេ Motorcycle or toilet? ម៉ូតូឬក៏បន្ទប់ទឹក Toilet. Toilet, but it's a motorcycle. តែហេតុអីបន្ទប់ទឹកនៅក្នុងម៉ូតូ A toilet or motorcycle? អញ្ចឹងយើងអាចគិតច្បាស់ថាយើងគិតថាតើវាជាអី It's a mobile toilet, right? ចាចម្លើយមានន័យថាគេហៅថាបន្ទប់ទឹកចល័ត I don't know. Maybe the driver, he always have problem with diarrhea. ហើយអញ្ចឹងខ្ញុំអត់ដឹងថាប្រហែលជាអ្នកដែលគាត់បង្កើតមកដោយសារតែអ្នកបើកម្ចាស់គាត់តែងតែមានបញ្ហារាកជាញឹកញាប់ហើយបានគាត់ធ្វើម៉ូតូនឹងឡើង The best way is to make the seat a toilet bowl. ចាអញ្ចឹងបើយើងមើលឃើញថាម៉ូតូនេះអាចអង្គុយបានលុះត្រាតែយើងអង្គុយលើអាចារ្យប្រគុណនឹង And he can do his business everywhere he goes. ហើយអញ្ចឹងវាន័យថាអាចទៅធ្វើឲ្យសពបែបយ៉ាងបានណា And don't even need to go to toilet. ហើយអញ្ចឹងមានថាពេលដែលមានបន្ទប់ទឹកស្រាប់មិនបាច់ចាំទៅបន្ទប់ទឹកនៅណាផ្សេងទេមាន But ស្រាប់ I don't know who designed that. ហើយអញ្ចឹងតែខ្ញុំវិញខ្ញុំឆ្ងល់ថាណាគេអ្នកបង្កើតវាហ្មងណា But that design definitely has a purpose. ហើយអញ្ចឹងប៉ុន្តែអ្នកដែលគាត់ធ្វើការបង្កើតរបស់អីមួយគឺគាត់តែងតែមាននៅគោលបំណងរបស់គាត់ So the designer or the maker of this thing, he definitely has a purpose when he make it. ចាអញ្ចឹងយើងប្រកាសណាស់អ្នកដែលគាត់បង្កើតឬក៏ច្នៃវាមកគាត់ប្រកាសជាធ្វើអ្វីមួយដោយពោពេញទៅដោយគោលបំណងក្នុងការដែលបង្កើតវាមក And some people like to eat bananas. ហើយអញ្ចឹងប្រហែលជានៅក្នុងចំណោមយើងអ្នកខ្លះណាគាត់ចូលចិត្តញ៉ាំចេក But you eat too much banana, you get fat. ហើយអញ្ចឹងអ្នកខ្លះណាចាំច្រើនពេកអាចេកនេះធ្វើឲ្យយើងធាត់ But they like banana so much. ប៉ុន្តែបើយើងមើលឃើញថាយើងចូលចិត្តក្នុងការដែរញ៉ាំចេកច្រើនទោះបីជាដឹងថាធ្វើឲ្យធាត់ក៏ដោយ They'll make many things look like banana. ហើយអញ្ចឹងប្រហែលជាអ្នកខ្លះណាទៀតគាត់ចាប់ផ្ដើមច្នៃរបស់អីមួយនោះគាត់ធ្វើឲ្យវារូបរាងដូចផ្លែចេក What is that? ចាណាអីគេ Huh? នេះ USB port or banana? ចាអញ្ចឹងឥឡូវសួរថាវាគឺជាគេហៅថាប្រដាប់ដោតអីគេដោតខ្សែភ្លើងច្រើនដោយផ្សេងច្រើនតើវាឬក៏ជារូបចេក It is not a banana but USB port. ចាអញ្ចឹងអាហ្នឹងមិនមែនជាចេកទេវាគឺជាកន្លែង Well, the person Not who knowing. make it, definitely he has a purpose, he has a design. ចាអញ្ចឹងអ្នកដែលបង្កើតវាមកគឺគាត់បង្កើតវាដោយគោលបំណងអីមួយហើយបែរគាត់បង្កើតវាមកហ្នឹង Not only that, some people make banana like a telephone. ចាអ្នកខ្លះណាទៀតគាត់បង្កើតទូរស័ព្ទដែលមានរូបរាងដូចជាចេក Don't eat that phone, okay? ចាអញ្ចឹងកុំញ៉ាំណាអ្នកចូលចិត្តណា
That is telephone purpose. ចាអញ្ចឹងនេះគឺគោលបំណងក្នុងការដែលបង្កើតមកក្នុងការទំនាក់ទំនងមិនមែនដើម្បីញ៉ាំទេ How about this? ណៃគេ Is it a camera or is it a phone? តើកាមេរ៉ាឬក៏ទូរស័ព្ទ Wow. You see, in the past, where we don't have smartphone, people are thinking of making such phone like that, okay, with a phone and camera together. And now you got a smartphone, everything together, right? ចាអញ្ចឹងប្រហែលជាជំនាន់មុនយើងអត់ទាន់មានទូរស័ព្ទដៃទំនើបទេប្រហែលជាគាត់ក៏មានការគិតបែបហ្នឹងដែរថាត្រូវការមានកាមេរ៉ាហើយនឹងគេហៅថាទូរស័ព្ទនៅក្នុងនឹងពេលបច្ចុប្បន្ននេះយើងមានដោយរូបភាពដែរគេសម័យទុកតាំងពីមុនមកហើយ Yeah, it looks funny, but then this design is a design with a purpose, right? ចាអញ្ចឹងយើងមើលឃើញថាយើងមើលទៅក៏ប្លែកមែនតែការអ្នកដែលគាត់បង្កើតមកគឺវានឹងមានអ្វីដែលជាគោលបំណងឬក៏គោលដៅក្នុងការដែលបង្កើតវាមកហ្នឹង Do you think this is a car or a billiard table? អញ្ចឹងយើងមើលឃើញថាវាជាឡានឬក៏វាជាតុកឬក៏អាតុកអីគេតុកតាវិយា Car or billiard table? តែអាហ្នឹងគឺជាឡានឬក៏តាវិយា No, baby, you take out the board, you can still drive away, right? Chẳng So phải- it's a mobile billiard table. ចាអញ្ចឹងយើងអាចមើលឃើញថាប៉ះសិនបើយើងលើកក្តារហ្នឹងចឹងយើងអាចបើកបរបានអញ្ចឹងយើងអាចនិយាយថាគឺជាតាវិយាចល័ត It's funny, but there's a design. ចាអញ្ចឹងយើងមើលទៅក៏ប្លែកប៉ុន្តែវាគឺជាភាពច្នៃប្រឌិតមួយ This is a butter or glue. តើយើងថាវាជាប៊ឺឬក៏ជាកាវ Butter or glue. អីគេហ្នឹង You look like Yoo-hoo, right? But it's written butter, right? So don't dare to glue your paper, right? This is the butter for you to put the bread. ចាអញ្ចឹងយើងកុំឃើញរូបរាងវាអញ្ចឹងតែយកទៅបិទសភៅហើយវាជាប៊ឺដាក់វានំប៉័ងឯណាទីច្រឡំ This is a gun or the cigarette lighter. អញ្ចឹងសួរថាវាគឺជាកំភ្លើងឬក៏ជាដេកេសសម្រាប់គេហៅសម្រាប់ជក់ប្រៃ Is this a truck or the toilet bowl? អញ្ចឹងសួរថាតើវាជាឡានឬក៏ជាបកុន The one who designed it, probably he's a truck driver. So when they go to the toilet, he also think that he's in the toilet, in the truck. ចាអញ្ចឹងប្រហែលជាអ្នកដែលគាត់ឆ្នៃវាមកប្រហែលជាគាត់ជាអ្នកដែលបើកបរឡានសដោងវែងណាបានគាត់ចូលចិត្តទៅគាត់ទៅបកុនគាត់សម័យថាគាត់អាចកំពុងតែបើកបរឡានរបស់គាត់ Most of us have seen this before, right? អញ្ចឹងទាំងអស់គ្នាយើងធ្លាប់ឃើញរូបហ្នឹងតើ What is this for? អីគេហ្នឹង នោះ To play a toy? No, ល្បែ it's ង not លេ a ងមែ toy. នល្បែងកូនក្មេងលេងមែន It's for you to អីគេហ្នឹង make your coffee or make your tea. ចាអញ្ចឹងគឺជារបស់មួយក្នុងការដែលយើងអាចក្នុងការដែលឆុងតែឆុងកាហ្វេរបស់យើង Okay, ដែរ always remember, everything that is made or created has a purpose. Sometimes you may feel that you are ordinary and useless. Then you have to find out from the Creator, why God you created me, so that you can know your usefulness and your purpose. ចាអញ្ចឹងយើងមើលឃើញថាគ្រប់របស់អ្វីសពបែបយ៉ាងគឺបង្កើតមកក្នុងផែនដីនេះមានថាគឺបង្កើតឡើងដោយគោលបំណងអត់ដែលមានអីមួយដែលអត់មានគោលបំណងទេតែពេលខ្លះនៅក្នុងជីវិតរបស់យើងពេលដែលយើងកើតមកលើផែនដីនេះយើងទទួលបានអារម្មណ៍ថាយើងគឺជាមនុស្សដែលសាមញ្ញធម្មតាអត់មានអ្វីដែលជាប្រយោជន៍ខ្សោះក្នុងការដែលរស់នៅទាំងអស់ហ្នឹងប៉ុន្តែការទាំងអស់ហ្នឹងគឺយើងបង្កើតឡើងដោយសារតែអ្នកដែលគាត់បង្កើតហ្នឹងគឺគាត់មានគោលបំណងនៅក្នុងជីវិតរបស់យើងអញ្ចឹងដើម្បីឲ្យយើងអាចស្គាល់ថាតើជីវិតរបស់យើងមានគោលបំណងបែបណាយើងត្រូវការសួរអ្នកដែលជាអ្នកដែលបង្កើតយើងថាសួរហេតុអីបានព្រះអង្គបានបង្កើតយើងមកអញ្ចឹងហើយទាំងអស់នោះគឺជាជីវិតនៅក្នុងការរបស់អីសពបែបយ៉ាងនៅលើផែនដីនេះគឺរស់នៅក្នុងការដែលបង្កើតមកគឺបង្កើតមកដោយមានគោលបំណងដែលមានហើយវាអត់មានមិនមែនថាបង្កើតមកអត់ប្រយោជន៍នោះទេ I speak too short and she speak too long. Right? And so we need to ask these 5 DNA questions. ចាអញ្ចឹងឥឡូវយើងត្រូវការសួរនៅគេហៅថាសួរនៅសំណួរ D សម្រាប់ DNA 5យ៉ាង5សំណួរហ្នឹង If you don't ask, you never know your purpose. ចាអញ្ចឹងបើសិនបើយើងអត់ដែរសួរនៅសំណួរទាំងអស់នោះមកកាន់ខ្លួនឯងទេយើងនឹងអត់ដឹងថាតើនៅក្នុងជីវិតរបស់យើងមានគោលបំណងបែបណាទេ Let's start from the first question. ចាអញ្ចឹងឥឡូវយើងចាប់ផ្ដើមត្រឡប់ទៅនៅសំណួរទី1ណា Who am I? អញ្ចឹងចាប់ផ្ដើមសួរថាសំណួរសួរមកកាន់ខ្លួនឯងថាតើខ្ញុំគឺជានរណា Let me tell you that firstly, any things that without life will never ask this question. Anything that is without life, not a living being, will not ask this question. ចាអញ្ចឹងបើសិនជាក្នុងជីវិតរបស់យើងជាអីមួយដែលកុហកដែលវាមិនមែនជាការពិតគេនឹងអត់ដែរសួរនៅសំណួរបែបនេះទេ Now this microphone, it won't ask, who am I? អញ្ចឹងអាតកតងជាមួយនឹងរបស់ដូចមីក្រូនេះអត់បានសួរថាតើខ្ញុំគឺជានរណាវាអត់សួរកើតទេ
Because there's no life in it. ហើយអញ្ចឹងដោយសារតែ microphone វាជាវត្ថុវាអត់មានជីវិតទេ Wild animals will not ask this question also. ចាអញ្ចឹង Wild animals. ចាក់តងជាមួយនឹងសត្វព្រៃអត់បានសួរនៅសំណួរទាំងអស់ហ្នឹងទេ Have you ever been asked by a monkey, who am I? ហើយអញ្ចឹងដែលពេលទៅជួបសត្វស្វាពេលយើងទៅវត្តភ្នំឧទាហរណ៍ស្វាដែរសួរអត់សួរថាខ្ញុំជាអ្នកគេអត់ Did your dog ask you this question, who am I? ហើយឆ្កែដែរសួរយើងថាខ្ញុំជាអ្នកគេអត់ You see, animals, they don't ask this question. ចាអញ្ចឹងគឺតតងជាមួយសត្វទាំងអស់អត់ដែរសួរថាខ្ញុំជាអ្នកគេទេ And robots also don't ask you this question. ចាអញ្ចឹងបើគេហៅថាមនុស្សយន្តកលឹះយន្តទាំងអស់ហ្នឹងអត់ដែរសួរសំណួរហ្នឹងដែរ Then you might ask me, say, how you know the robots don't ask this question? ហើយអញ្ចឹងប្រហែលជាយើងនិយាយរឿងrobotឬក៏មនុស្សយន្តហ្នឹងប្រហែលគាត់ទាំងអស់គ្នាមានសំណួរថាហេតុអីបានអត់ដឹងថាមនុស្សយន្តអត់ចេះសួរ Because I asked a robot before. ដោយសារតែខ្ញុំបានសួរ robot ពីមុនមកដែរ robot អត់មានចម្លើយហ្នឹង And I asked AI. អញ្ចឹងតែសួរទៅ AI វិញ I asked AI, how do you answer, who am I? ហើយអញ្ចឹងខ្ញុំបានសួរទៅ AI ទៅ AI ថាខ្ញុំជាណាឯសារ AI អត់មានចម្លើយឲ្យទេ You know what the AI answered me? អញ្ចឹងដឹងថា AI ឆ្លើយមកខ្ញុំវិញថាម៉េចទេ AI say, I'm just a program. This is not my question. This is human question. That is your problem, not my problem. អញ្ចឹង AI ឆ្លើយប្រាប់ថាខ្ញុំគ្រាន់តែជា program មិនមែនជាបញ្ហារបស់ខ្ញុំទេបញ្ហានៅលើអ្នកឯង So if you never asked this question before, you are just like animal. ចាអញ្ចឹងបើសិនត្រឡប់ទៅវិញស្ដាប់សំណួរគាត់ច្បាស់ភាសាថាបើសិនជាយើងអត់ដែរធ្លាប់សួរសំណួរថាខ្ញុំជានរណាទេមានន័យថាយើងគឺជាសត្វហើយដែលយើងអត់ដែរសួរ If you never ask this question, then mean you're like even like a robot. ហើយអញ្ចឹងបើសិនបើយើងអត់ដែរសួរសំណួរនោះមកកាន់ខ្លួនឯងទេយើងប្រៀបធៀបដូចជាមនុស្សយន្តអ You ញ្ចឹង don't know why you are living on this earth. អញ្ចឹងដោយសារតែយើងអត់ដឹងថាយើងគឺជាត្រូវការរស់នៅបែបម៉េចយើងសាសមនឹងទទួលបានអីទេ So let us remember, we have to ask ourselves, who am I? អញ្ចឹងយើងត្រូវការត្រឡប់មកវិញយើងត្រូវការសួរខ្លួនយើងថាតើខ្ញុំគឺជានរណាគេ I did ask some people, អញ្ចឹងតើយើងដែរធ្លាប់សួរសំណួរនឹងទៅកាន់នរណាគេម្នាក់ how do you answer this question, who am I? អញ្ចឹងសួរថាតើបើសិនជាយើងសួរសំណួរបែបហ្នឹងតើយើងឆ្លើយបែបណា Some people say, oh, I come from monkey. ហើយអញ្ចឹងប្រហែលជាសួរថាពេលដែលនិយាយទៅគេថាកំណើតដើមកំណើតរបស់ខ្ញុំកើតមកពីស្វា You say, oh, we are actually the descendants of the monkeys. អញ្ចឹងដោយសារតែជីដូនជីតារបស់យើងគឺជាសត្វស្វា If you think that because your ancestors are monkeys, then you live like monkeys. អញ្ចឹងបើសិនបើយើងគិតថាជីដូនជីតារបស់យើងជាស្វាប្រហែលជាយើងនឹងរស់នៅក៏ដូចស្វាដែរ And you behave like a monkey. ហើយយើងប្រហែលជាអកប្បកិរិយានៃការស្ដែងចេញរបស់យើងទៅក៏ដូចស្វាដែរ And I find it so funny. Many people talk about evolution, thinking that is a right belief. They say we come from monkey. But if you scold the person, they say, you monkey. And you feel very insulted. ចាអញ្ចឹងគឺមានមនុស្សជាច្រើនដែលគេពិភាក្សាគ្នាថាគេចំនួនដូនតារបស់គេមនុស្សកើតឡើងអំពីស្វាប៉ុន្តែនៅពេលដែលយើងជេរគាត់ថាចេះមុខដូចស្វាឬក៏ហៅវាអាក្រក់ថាអាស្វាគាត់នឹងខឹងមែនតើ If you believe that men are evoluted from monkey, then man is just an animal. He have no sense of self-identity. And therefore life is purposeless and worthless. ចាអញ្ចឹងបើសិនបើយើងរស់នៅមកកើតឡើងមកដោយសត្វស្វាមែនជីវិតរបស់យើងនឹងរស់នៅក្នុងការដែលគឺរស់នៅដោយមានគោលបំណងរស់នៅដោយជីវិតគ្មានអត្ថន័យអីសោះ Recently in the Facebook, I saw this picture. ហើយអញ្ចឹងថ្មីនេះខ្ញុំបានឃើញរូបនេះនៅក្នុងបណ្ដាញសង្គម Facebook There are two dogs here. ចានេះមានឆ្កែពីរក្បាល And the dogs were talking to each other. ហើយអញ្ចឹងឆ្កែពីរហ្នឹងគេកំពុងភាសាគ្នា One dog say, we descended from the wolves. អញ្ចឹងមានន័យថាឆ្កែហ្នឹងក៏និយាយថាជីដូនជីតារបស់យើងមកពីចចក And the other dog asked, how about our owner? Who is he a descendant of? អញ្ចឹងសួរថាចុះណាគេជា What descendant of, you know? ចាម្ចាស់របស់យើងជាណាគេ And the other dog say, oh, the man say, the owner say he's from the monkey. ហើយអញ្ចឹងក៏សួរថាម្ចាស់របស់ឆ្កែណាសួរថាណាគេអញ្ចឹងទៅឆ្កែមួយទៀតឆ្លើយថាម្ចាស់ខ្ញុំប្រាប់ថាមកពីស្វា And the other dog say, what embarrassing, អ right? ញ្ចឹងថាបើម្ចាស់យើងមានជីដូនជីតាមកពីស្វាមែនគួរអាម៉ាស់ The ណាស់ dogs are from the wolves and men from monkey. ចាអញ្ចឹងមើលទៅថាមនុស្សមកពីសត្វស្វាប៉ុន្តែដល់ពេលឆ្កែខ្លួនឯងថាជីដូនជីតាមកពីចចក Who am I? អញ្ចឹងសួរសំណួរត្រឡប់មកវិញសួរថាតើខ្ញុំគឺជានរណា Let me answer you.
អញ្ចឹងឥឡូវខ្ញុំធ្វើការផ្ដល់ចម្លើយសម្រាប់បងប្អូនទាំងអស់គ្នា are all created by God. ហើយអញ្ចឹងចម្លើយដែលយើងអាចឆ្លើយបានថាគឺយើងគ្រប់គ្នាគឺបង្កើតឡើងដោយព្រះជាម្ចាស់ We are not monkey. យើងមិនមែនស្វាទេណា And not monkey and not only created by God, we are all children of God. ចាអញ្ចឹងមិនមែនគ្រាន់តែបង្កើតមកដោយព្រះជាម្ចាស់ឬក៏អីផ្សេងទេយើងគឺជាម្នាក់ដែលបង្កើតមកយើងគឺជាកូនរបស់ព្រះ And you should not just ask, who am I? You should also ask, whose am I? ហើយអញ្ចឹងគឺសួរថាយើងមិនមែនសួរថាខ្ញុំគឺជានរណាយើងត្រូវការសួរត្រឡប់សំណួរថាតើខ្ញុំគឺជាកម្មសិទ្ធិរបស់អ្នកណា Because when you ask, who am I? You bring you the self-identity and the purpose of existence. But when you say, whose am I? Where you come from or who you belong to will bring value, purpose and meaning to life. ចាអញ្ចឹងនៅពេលដែលយើងសួរសំណួរពីរហ្នឹងនឹងមានអត្ថន័យខុសគ្នានៅពេលដែលយើងសួរថាតើខ្ញុំគឺជានរណាយើងនឹងស្វែងរកថាអ្វីដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើងតែនៅពេលដែលយើងចាប់ផ្ដើមសួរថាតើខ្ញុំគឺជាកម្មសិទ្ធិរបស់អ្នកណាអញ្ចឹងយើងនឹងអាចស្វែងរកឃើញថាយើងគឺជាកម្មសិទ្ធិរបស់អ្នកណាហើយយើងនឹងស្វែងរកឃើញថាសំណួរមួយនេះនឹងឆ្លើយនៅអ្វីដែលគេហៅថាគឺជាគុណតម្លៃស្នូលនៅក្នុងជីវិតរបស់យើង Do the Cambodians like to watch the TikTok show? តើយើងប្រជាជនកម្ពុជារបស់យើងរួមទាំងយើងដែរតើយើងចូលចិត្តក្នុងការដែរមើល TikTok ទេ When you look at the TikTok clips or the movie, តែពេលដែលយើងមើលនៅក្នុងវីដេអូ TikTok ហ្នឹងណា you see some bullies, some men that come and bully other people, and then when you try to challenge him, you say, "Do you know who am I?" ហើយចឹងប្រហែលពេលឃើញទៅដូចគេជេរគ្នានៅក្នុងអា TikTok ហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមដូចនិយាយអីត្រឡប់ទៅវិញហើយទៅគេចាប់ផ្ដើមសួរថាដឹងអត់ថាខ្ញុំជាណាគេ If you know who am I, then you know why I'm so powerful. ហើយអញ្ចឹងបើសិនតែដឹងថាខ្ញុំជាណាគេខ្ញុំខ្លាំងណាស់ Do you know who my father is? ហើយដឹងអត់ថាខ្ញុំមានឪខ្ញុំជាណាគេ My father is the prime minister. ឪខ្ញុំគឺជានាយករដ្ឋមន្ត្រី You see his authority, his courage, and even the bullying attitude also come from his identity, ហើយ right? អញ្ចឹងយើងមើលឃើញថានៅពេលដែលគាត់មានគេហៅថាចរិតក្នុងការដែលតែងតែមើលងាយគេណាអានោះគេបង្ហាញអំពីអត្តសញ្ញាណដែរខាងក្នុងរបស់គាត់ Why you find that your life is so meaningless? អញ្ចឹងសួរថាហេតុអីបានជីវិតរបស់យើងរកឃើញថាជីវិតរបស់យើងដូចអត់សូវមានអត្ថន័យនៅក្នុងជីវិត Because all this while you think that you come from monkey. ដោយសារតែជីវិតរបស់យើងអត់សូវមានអត្ថន័យដោយសារតែយើងមើលឃើញថាយើងមកពីស្វា Why do you not dare to courageous for the Lord? Because you always think that I'm nobody. ហើយអញ្ចឹងដោយសារតែយើងអត់បានរាប់ខ្លួនយើងជាម្ចាស់កម្មសិទ្ធិរបស់យើងជាណាគេដែលយើងប្រាប់ថាខ្លួនឯងរត់មានតម្លៃអីសោះអញ្ចឹងទៅរស់នៅវាអត្ថន័យនឹងឯង Wrong self-identity will lead to wrongful living. ចាអញ្ចឹងបើសិនជាយើងរស់នៅក្នុងការដែលយើងខុសគេហៅថារស់នៅដោយមានគោលបំណងឬមាន Wrong អត្ថន័យ purpose. ខុសយើងនឹងរស់នៅនឹងមានគោលដៅជីវិតរបស់យើងខុសដូចគ្នា Wrong value. ហើយយើងនឹងរស់នៅដោយខុសគេហៅថាអីគេដែលជាគុណតម្លៃស្នូលរបស់យើង Wrong vision of life. ហើយយើងនឹងមានគេហៅថាទិសដៅឬក៏បេសកកម្មនៅក្នុងជីវិតរបស់យើងខុសដូចគ្នាដែរ And I always want to talk to our young people. Remember this. ហើយអញ្ចឹងខ្ញុំចង់និយាយឲ្យក្មេងៗនៅក្នុងទីនេះបានដឹងថា I know some of you here are always very inferior. ហើយអញ្ចឹងខ្ញុំដឹងថាបងប្អូនទាំងគ្នានៅក្នុងចំណោមទីនេះយើងដូចមានរូបភាពគេហៅថាភាពភ័យខ្លាចនៅក្នុងជីវិត You belittle yourself. ហើយអញ្ចឹងដោយសារតែយើងគិតថាខ្លួនយើងទូច Always think that you are worthless. ហើយអញ្ចឹងប្រហែលជាយើងគិតថាយើងដូចអត់មានអីសោះមានវត្តមានអីសោះនៅលើផែនដីនេះ If you are a Christian, you must not think that way. ហើយអញ្ចឹងបើសិនបើយើងជាគ្រិស្តបរិស័ទយើងនឹងមិនដែលគិតបែបនោះតតែសោះ You are the child, the son, and the daughters of God. You are valuable in the eyes of God. ហើយអញ្ចឹងយើងគឺជាកូនបុត្រកូនប្រុសកូនស្រីរបស់ព្រះអង្គគឺយើងមានតម្លៃនៅក្នុងព្រះនេតព្រះជាម្ចាស់ហើយយើងគឺជាម្នាក់ដ៏មានតម្លៃនៅក្នុងព្រះអង្គ So don't look down yourself. អញ្ចឹងទាំងអស់គ្នាយើងកុំគេហៅថាមើលងាយខ្លួនឯង You are so important, you are so valuable that Jesus came to the world and died for you. ហើយអញ្ចឹងគឺយើងទាំងអស់គ្នាគឺមានសារៈសំខាន់គឺសំខាន់មែនទែននៅក្នុងព្រះអង្គដែលព្រះអង្គដែលជាព្រះអង្គបានសុខចិត្តលះបង់ជីវិតរបស់ខ្លួនព្រះអង្គពីឋានសួគ៌ក្នុងការដែលសគត់នៅលើឈើឆ្កាងគឺដើម្បីយើងទាំងអស់គ្នា If Jesus had died for you, how can you say that I'm worthless? ហើយអញ្ចឹងព្រះយេស៊ូវគ្រីស្ទខំមកស្លាប់ដើម្បីយើងហេតុអីបានយើងនិយាយប្រាប់ខ្លួនឯងថាខ្ញុំអត់មានប្រយោជន៍អី Jesus died for you because he loved you so much and you are so valuable in his sight. ហើយគឺព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងណាស់ហើយនៅក្នុងយើងគឺជារបស់មួយដ៏មានតម្លៃដែលព្រះអង្គបានដាក់ឲ្យយើងនៅក្នុងជីវិតរបស់យើង And some people always thinking about killing himself or herself.
ហើយចឹងប្រហែលជាពេលខ្លះនៅក្នុងជីវិតរបស់មនុស្សអ្នកខ្លះមានន័យថាគាត់នៅក្នុងការកើតរបស់គាត់តែងតែរស់នៅក្នុងការដែលព្យាយាមប៉ុនប៉ងក្នុងការដែលសម្លាប់ខ្លួនឯង Don't do that. ហើយចឹងប៉ុន្តែបើយើងមានគំនិតនោះកុំធ្វើបែបនោះ You ឡើយ are the child of God. ហើយយើងទាំងអស់គ្នាគឺជាកូនរបស់ព្រះជាម្ចាស់ You have no right to kill yourself. ហើយចឹងយើងទាំងអស់គ្នាអត់មានសិទ្ធិក្នុងការដែលយើងទៅសម្លាប់ខ្លួនឯងទេ Jesus has died for you, ហើយចឹងព្រះយេស៊ូវគ្រីស្ទបានសគត់សម្លាប់យើង and you are valuable. យើងទាំងអស់គ្នាគឺមានតម្លៃ So I like this saying. អញ្ចឹងគឺខ្ញុំចូលចិត្តនៅប្រយោគនេះ You want to read it? អញ្ចឹងទាំងអស់គ្នាយើងអាចអានបានទេ Let's read together. អញ្ចឹងសូមអានជាមួយគ្នាណា You were made by God and for God, and until you understand that, life will never make sense. Can you translate? ចាអញ្ចឹងទាំងអស់គ្នាឥឡូវខ្ញុំបកប្រែនៅក្នុងអីគេដែលជាពាក្យនេះមានន័យថាយើងទាំងអស់គ្នាគឺត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់បង្កើតឡើងដោយព្រះជាម្ចាស់ហើយក៏ដើម្បីព្រះជាម្ចាស់លុះត្រារហូតយើងបង្កើតមកក្នុងគោលបំណងរហូតដល់យើងទាំងអស់គ្នាទៅយល់ថាជីវិតរបស់យើងហ្នឹងទៅជាជីវិតបែបណាដែលយើងនឹងទោះបីជាយើងខ្លួនឯងយើងទទួលបានអារម្មណ៍តន់តែយើងយល់ថាយើងជីវិតរបស់យើងនឹងមកពីណាអានោះបានយើងមានសិទ្ធិធ្វើអីគេផ្សេងនៅក្នុងជីវិតរបស់យើងហ្នឹង So, my dear brother and sister, Christian should not live a purposeless and meaningless life. ចាអញ្ចឹងឥឡូវចង់ប្រាប់បងប្អូនទាំងអស់គ្នាក្នុងចំណោមជាគ្រឹះបរិស័ទថាយើងអត់គួររស់នៅក្នុងការដែលជីវិតរស់នៅដោយអត់មានគោលបំណងឬក៏រស់នៅដោយជីវិតដែលមិនមានអត្ថន័យនោះទេយើងអត់ត្រូវរស់នៅក្នុងជីវិតបែបហ្នឹងទេ Who am I? អញ្ចឹងសំណួរសួរត្រឡប់ទៅវិញថាតើខ្ញុំគឺជាអ្នកគេ I am a valuable child of God. អញ្ចឹងចម្លើយដែលយើងអាចឆ្លើយប្រាប់ខ្លួនឯងថាខ្ញុំគឺជាមនុស្សដែលរស់នៅជាកូនរបស់ព្រះដែលពោរពេញទៅដោយតម្លៃ Whose am I? អញ្ចឹងសួរថាតើខ្ញុំគឺជាកម្មសិទ្ធិរបស់អ្នកគេ I belong to an almighty creator God. អញ្ចឹងគឺខ្ញុំគឺជាម្ចាស់កម្មសិទ្ធិខ្ញុំគឺជាគេហៅថាព្រះជាម្ចាស់គឺជាអ្នកដែលបង្កើតខ្ញុំជាម្ចាស់កម្មសិទ្ធិរបស់ព្រះអង្គ Where am I from? អញ្ចឹងសួរថាតើខ្ញុំមកពីណា I'm from the almighty God. អញ្ចឹងគឺខ្ញុំមកពីព្រះដ៏មានព្រះចេស្តាដ៏ខ្ពស់បំផុត Now, let me put it another way, especially for our sister here. ចាអញ្ចឹងឥឡូវខ្ញុំចង់ឲ្យអីគេដែលជាពិសេសសម្រាប់បងប្អូនស្រីៗនៅទីនេះ In your culture, ចានៅក្នុងវប្បធម៌របស់យើងទាំងអស់គ្នា boys are more valuable or girls are more valuable? អញ្ចឹងយើងចង់សួរសំណួរថាតើប្រុសមានគេហៅថាតម្លៃច្រើនជាងឬក៏ស្ត្រីមានតម្លៃច្រើនជាងនៅក្នុងវប្បធម៌របស់យើង Huh? អីគេស្ដាប់វិញ Boys or girls? ប្រុសឬក៏ស្រី The boys say girls and the girls say boys. Who do you think? The culture is the boy In your culture, boys are more valuable, right? ចាអញ្ចឹងនៅក្នុងវប្បធម៌យើងនិយាយវប្បធម៌របស់ខ្មែរយើងហ្នឹងមានន័យថាគឺគេឲ្យតម្លៃទៅលើកូនប្រុសច្រើនជាង So the girls always felt very sad. ហើយចឹងប្រហែលពេលខ្លះនៅពេលដែលគេដាក់តម្លៃមនុស្សប្រុសច្រើនជាងមនុស្សស្រីដូចយើងទទួលបានអារម្មណ៍ថាយើងដូចទាបជាងគេបន្តិចណារៀង Why my parents give all the good things to the brothers, ហើយចឹងបើយើងសួរថាហេតុអីបានជាយើងឲ្យអារបស់ល្អពុកម្ដាយយើងឲ្យទៅកូនប្រុស but វិញ not to us, our sisters? ហេតុអីបានអត់ពេលដែលមានមកអត់ឲ្យមកខ្ញុំកូនស្រី Let me ask you a question. ចឹងឥឡូវសួរសំណួរទៅកាន់បងប្អូនទាំងអស់គ្នាទៀត In the eyes of God, តែនៅក្នុងព្រះនេររបស់ព្រះជាម្ចាស់ boys or girls are more valuable? ចាសួរថាប្រុសឬក៏ស្រីមួយណាមានតម្លៃច្រើនជាង Which one? មួយណា equal they say equal Huh? equal they say equal Equal? same Huh? same Same. Oh, same. How do you know same? ហេតុអីមិនដឹងថាដូចគ្នាហេតុអីចម្លើយយើងនិយាយថាយើងប្រើពាក្យអត់ស្មើយើងប្រើថាដូចគ្នាហេតុអីមិនដឹងថាដូច Now some people say, no, God created Adam first, correct or not? ចឹងអ្នកខ្លះណាឆ្លើយថាដោយសារតែព្រះអង្គបង្កើតមុនមកក៏បង្កើតអាដាមដែរ Then only created Eve. ហើយបន្ទាប់មកបានបង្កើតអេវ៉ាតាមក្រោយហ្នឹង Now, you have to understand that the creation order. ហើយអញ្ចឹងគឺយើងទាំងអស់គ្នាយើងគឺត្រូវការមើលអំពីរូបភាពនៃការគេហៅថាលំដាប់លំដោយនៃការដែលបង្កើតមកព្រះអង្គបង្កើតមក Okay, I don't have the time to explain every detail, but it's very important. Yeah. But let me put it in that way.
ចាអញ្ចឹងប៉ុន្តែខ្ញុំអត់មានពេលគ្រប់គ្រាន់ក្នុងការដែលបញ្យល់ឲ្យបងប្អូនទាំងអស់គ្នាយល់អំពីលំដាប់ប៉ុន្តែខ្ញុំចង់បង្ហាញ When បងប្អូន God created Adam, the Bible says that God created Adam after the image of God, correct? ចាអញ្ចឹងនៅពេលដែលព្រះអង្គបានបង្កើតឲ្យអាដាមមកមានន័យថាព្រះអង្គបានមានព្រះបន្ទូលថាបង្កើតមកនៅក្នុងរូបតំណាងរបស់ព្រះអង្គត្រូវអត់ How about this Eve? ចុះអេវ៉ាព្រះអង្គបង្កើតមកមិន When God created Eve, អញ្ចឹងនៅពេលដែលព្រះអង្គបង្កើតអេវ៉ា does Eve have the image of God? សួរថាតើអេវ៉ាមានរូបភាពរបស់ព្រះអង្គអត់មានទេមានអត់ Go back to Genesis and read carefully. God created man and Eve after his image. Not only the man have the image of God, and women have the image of God. So we are both valuable in the eyes of God. ចាអញ្ចឹងពេលដែលយើងសួរសំណួរមិញទៅអត់ឃើញយើងទាំងអស់គ្នាដូចស្ទាក់ស្ទើរអញ្ចឹងគាត់ថាលើកទឹកចិត្តឲ្យត្រឡប់ទៅអាននៅសភៅកំណត់ពិភពលោកមកវិញប៉ុន្តែមុនពេលដែលព្រះជាម្ចាស់បានបង្កើតអាដាមនិងអេវ៉ាមកព្រះអង្គបានមានព្រះបន្ទូលថាបង្កើតមនុស្សមកនៅក្នុងតំណាងរបស់ព្រះអង្គអញ្ចឹងមានន័យថាទាំងប្រុសទាំងស្រីនៅក្នុងតំណាងរបស់ព្រះអង្គដូចគ្នា So Jeremiah chapter 1 verse 5 says, អញ្ចឹងនៅក្នុងសភៅយេរេមីជំពូកទី1ខ5បាននិយាយថា Before I formed you in the womb, អញ្ចឹងមុនពេលដែលខ្ញុំបានដាក់អ្នកនៅក្នុងផ្ទៃម្ដាយរបស់អ្នក I know you. អញ្ចឹងខ្ញុំបានដឹងអ្នករួចហើយស្គាល់អ្នករួចហើយ Before you were born, មុនពេលដែលអ្នកកើតទៀត I set you apart. ខ្ញុំបានញែកអ្នកដាច់ដោយឡែក I appointed you as a prophet to the nations. អញ្ចឹងខ្ញុំបានគេហៅថាតាំងសញ្ញាអ្នកខ្លាចទៅជាគេហៅគេហោរាសម្រាប់ជាតិសាសន៍មួយនេះ So it's very important that we understand that. Okay, because of time, I have to skip something. ចាអញ្ចឹងយើងនៅមើលឃើញថាយើងត្រូវការយល់ទាំងអស់នេះ Then you have to ask a question. Then God, why you put me here, and what can I do? ហើយអញ្ចឹងយើងត្រូវការសួរនៅសំណួរសួរថាព្រះអង្គហេតុអីបានព្រះអង្គបានដាក់ខ្ញុំនៅនឹងហើយពេលដែលខ្ញុំដាក់ព្រះអង្គដាក់ខ្ញុំនៅនឹងហើយតើខ្ញុំត្រូវការធ្វើអី You know, if you have studied a philosopher in China, his name is Confucius. ហើយអញ្ចឹងបើសិនបើយើងជាអ្នកដែលរៀនគេហៅថាទស្សនវិជ្ជានៅក្នុងប្រទេសចិនយើងដូចជាមានភាពគេហៅថាច្បោកច្បល់ He ever say this? When you are 15 years old, I had a mind bent on learning. I mean, I want to learn. ចាអញ្ចឹងនៅក្នុងពេលអាយុ15ឆ្នាំគឺ 15. I want to learn. អញ្ចឹងនៅពេលដែលខ្ញុំមានអាយុ15ឆ្នាំគឺខ្ញុំមានន័យថាខ្ញុំត្រូវការរៀននៅចំណេះដឹងអីផ្សេងច្រើន At the age of 30, I stood firm. អញ្ចឹងនៅពេលដែលខ្ញុំមានអាយុ 30. នៅពេលដែលខ្ញុំមានអាយុ30ខ្ញុំដូចរៀនគេហៅថានឹងថឹង At 40, I have no doubt. ហើយអញ្ចឹងនៅពេលដែលអាយុ40ទៅលែងសង្ស័យ At 50, I knew the decrees of heaven or the mandate of heaven or the missions of heaven. ចានៅពេលដែលខ្ញុំចាប់ផ្ដើមមានអាយុ50ឆ្នាំខ្ញុំដឹងថាអីគេដែលជាភាពពិតប្រាកដរបស់ឋានសួគ៌អីគេទាំងអស់ហ្នឹង At 60, my ear will be obedient. ហើយអញ្ចឹងនៅពេលដែលខ្ញុំមានអាយុ60តិចរបស់ខ្ញុំខ្លាយទៅជាម្នាក់ដែលតែងតែស្ដាប់បង្គាប់ Now, this is so important. អញ្ចឹងអានោះគឺជាអីគេដែលសំខាន់មែនទែន Which means that if you want us to ask God, Lord, what can I do here in Cambodia? That means you have to understand the decrees of heaven, the mandate of heaven, ចាអញ្ចឹងមុនពេលដែលយើង the missions of heaven. ចាអញ្ចឹងមុនពេលដែលយើងចាប់ផ្ដើមស្គាល់ថាអីគេដែលជាគោលបំណងនៅឋានសួគ៌យើងត្រូវការទៅ So what's the mandate of heaven? What's the mandate mean? What's the missions? ចាអីគេដែលជាកាតព្វកិច្ចរបស់នគរឋានសួគ៌ហ្នឹង So our life purpose, God gives us different talent and gifts to do many things, but ultimately there's one thing that you have to do it. That is the mission of God. ចាអញ្ចឹងគឺមានថានៅក្នុងជីវិតរបស់យើងមានគោលបំណងខុសៗគ្នានៅក្នុងការរស់នៅប៉ុន្តែអីគេដែលជាគោលបំណងតែមួយដែលព្រះបានដាក់នៅក្នុងជីវិតរបស់យើងគឺរស់នៅក្នុងគោលបំណងរបស់ព្រះ When Jesus was born, ហើយនៅពេលដែលព្រះយេស៊ូវគ្រីស្ទបានកើតនៅលើផែនដីនេះ his name was Jesus. អញ្ចឹងឈ្មោះរបស់គាត់គឺព្រះយេស៊ូវគ្រីស្ទ Jesus means he saved his people from sin. ហើយគឺព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គនឹងសង្គ្រោះមនុស្សដែលឲ្យរួចអំពីអំពើបាប When he was 12 years old, នៅពេលដែលគាត់មានអាយុ12ឆ្នាំ I'm mindful of this purpose of God. ហើយអញ្ចឹងនៅពេលដែលគាត់មានអាយុ12ឆ្នាំគឺគាត់ក្នុងគំនិតរបស់គាត់គឺក្នុងការដែលរស់នៅក្នុងព្រះជាសម្រាប់ព្រះជាម្ចាស់ When Jesus was 30 years old,
នៅពេលដែលព្រះយេស៊ូវគ្រីស្ទមានអាយុ30ឆ្នាំ He said, I come to seek and save the lost. ហើយអញ្ចឹងគឺគាត់បាននិយាយថាខ្ញុំបានមកលើផែនដីនេះស្វែងរកអ្នកដែលបាត់បង់ And Jesus said, my fruit is to do the will of him who sent me and to accomplish his word. ចាអញ្ចឹងអីគេដែលព្រះជាម្ចាស់បានបញ្ជូនខ្ញុំមកក្នុងការដែលសម្រេចអ្វីដែលជាគោលដៅរបស់ព្រះជាម្ចាស់ So when Jesus died, នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានសគត់ he said, accomplish. មានន័យថាអាការទាំងអស់នោះត្រូវបានសម្រេច Which means that he finished what God has in store for him. អញ្ចឹងគឺមានន័យថាសម្រេចនៅលើអ្វីដែលព្រះបិតាបានដាក់ការងារនៅក្នុងព្រះយេស៊ូវគ្រីស្ទសម្រាប់ព្រះអង្គឲ្យមកធ្វើនៅលើផែនដីនេះ Yesterday, I told all the alumni, ហើយអញ្ចឹងកាលពីម្សិលមិញខ្ញុំបានប្រាប់ទៅបងប្អូនដែលគាត់បានបងប្អូនមានចំនួនចាស់ដែលចេញពី Crossroad God didn't call all of us to be pastor. ហើយអញ្ចឹងគឺគ្រប់គ្នាព្រះអង្គបានអត់បានត្រាស់ហៅគាត់ឲ្យខ្លាយទៅជាគ្រូគង្វាលគ្រប់គ្នាទេ God didn't call us all to be missionaries. ហើយអញ្ចឹងក៏អត់អាចហៅម្នាក់មកឲ្យខ្លាយតែជាបេសកជនគ្រប់គ្នាដែរ God called you to be engineers. ហើយអញ្ចឹងប្រហែលជាព្រះអាចខលត្រាស់ហៅយើងឲ្យខ្លាយទៅជាវិស្វករ God called you to be medical doctor. ខ្លាយទៅជាគ្រូពេទ្យ God called you to be businessman. អាចខ្លាយទៅជាអ្នករកស៊ីមុខចំនួនប្រកប God called you to be teachers. អាចហៅយើងមកខ្លាយទៅជាយើងជាគ្រូបង្រៀន See, God give us a gift and we can do many things for God. ហើយអញ្ចឹងព្រះជាម្ចាស់បានត្រាស់ហៅយើងមកឲ្យយើងមានអំណោយទានខុសៗគ្នាដែលយើងអាចទៅធ្វើការងារជាច្រើន But the most important mission in life, ប៉ុន្តែអ្វីដែលជាបេសកកម្មដ៏ធំបំផុតនៅក្នុងជីវិតនោះ in whatever we do, គ្រប់ទាំងអីទាំងអស់គ្រប់ភារកិច្ចការងារទូនាទីដែលយើងធ្វើ we have to bring the gospel to the whole world. ហើយអញ្ចឹងយើងត្រូវការនាំអ្វីដែលជាដំណឹងល្អទៅកាន់ពិភពលោកមួយនេះនៅក្នុងគ្រប់ទីកន្លែងដែលយើងបានទៅ God put you in the business world. ប្រហែលជាព្រះជាម្ចាស់បានដាក់យើងនៅក្នុងគេហៅថាកន្លែងមុខចំនួនណាមួយ So that you can preach the gospel to the business people. ប្រហែលជាយើងនឹងអាចធ្វើការចែករំលែកអ្វីដែលជាដំណឹងល្អទៅកាន់អ្នកដែលគាត់ប្រកបមុខចំនួនទាំងអស់នោះ God put you in the engineering world. ប្រហែលជាព្រះជាម្ចាស់បានដាក់យើងនៅក្នុងក្រុមបណ្ដុំវិស្វកម្មទាំងអស់ God ហ្នឹង want to use you to witness to the people in the engineering profession. ប្រហែលជាព្រះអង្គនឹងឲ្យយើងក្នុងការដែលយើងខ្លាយទៅជាសាក្សីនៅក្នុងក្រុមអ្នកដែលយើងកំពុងតែធ្វើការជាមួយនោះ You see, if God call all us to be pastor, បើសិនបើព្រះជាម្ចាស់គ្រាន់តែហៅយើងមកខ្លាយទៅយើងជាគ្រូកង្វាលគ្រប់គ្នា I cannot go to your school. ហើយចឹងប្រហែលជាខ្ញុំមិនអាចទៅដល់គេហៅថាសាលាបងប្អូនទាំងអស់គ្នាខ្ញុំមិនអាចចូលទៅដល់ក្នុងក្រុមហ៊ុនបងប្អូនទាំងអស់គ្នា I don't have a lot of businessmen friends. ហើយខ្ញុំប្រហែលជាអត់អាចទៅជួបជាមួយនឹងមិត្តភ័ក្តិដែលគាត់ជាអ្នកគេហៅថាមុខចំនួនការរកស៊ីរបស់គាត់ហ្នឹងទេ But God put you there. ប៉ុន្តែព្រះជាម្ចាស់បានដាក់បងប្អូនទាំងអស់គ្នានៅក្នុងកន្លែងនោះ God's mission is our life mission. ហើយចឹងព្រះអ្វីដែលជាបេសកកម្មរបស់ព្រះជាម្ចាស់គឺនៅក្នុងជីវិតរបស់យើងត្រូវមានបេសកកម្មនឹងនៅក្នុងជីវិតរបស់យើង Let us fulfill this mission of God. អញ្ចឹងសូមឲ្យយើងទាំងអស់គ្នាសូមធ្វើអ្វីដែលជាឲ្យសម្រេចអីគេដែលជាបេសកកម្មរបស់ព្រះជាម្ចាស់ So the last question is where am I going? អញ្ចឹងសម្រាប់សំណួរចុងក្រោយសួរថាតើខ្ញុំត្រូវទៅណា This question is a question of accountability. អញ្ចឹងអានេះគឺជាសំណួរមួយក្នុងការដែល Are you sure accountability? ជាសំណួរមួយដែលត្រូវ So are you sure you are prepared to meet God? អញ្ចឹងសំណួរនោះមកកាន់ខ្លួនឯងថាតើយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ក្នុងការដែលយើងទៅជួបព្រះជាម្ចាស់ God has blessed you with so much money. ហើយព្រះជាម្ចាស់បានប្រទានពរយើងឲ្យយើងមានលុយច្រើនច្រើន God has blessed you with so many talents and gifts. ហើយព្រះជាម្ចាស់បានប្រទានពរឲ្យយើងមានប្រាជ្ញាភាពឆ្លាតវៃជាច្រើននៅក្នុងជីវិតរបស់យើង Have you invested your talents, your money, your time into the kingdom of God? តើយើងបានប្រើប្រាស់របស់ដែលព្រះអង្គបានឲ្យនឹងយើងបានយកវាទៅបណ្ដាក់ទុននៅក្នុងអ្វីដែលជានគររបស់ព្រះដែរឬក៏អត់ So that one day when we go back to the heaven, នៅពេលថ្ងៃមួយដែលយើងនឹងទៅដល់នគរឋានសួគ៌ជាមួយនឹងព្រះ God will always definitely ask us this question. ហើយអញ្ចឹងព្រះជាម្ចាស់នឹងសួរនៅសំណួរបែបនេះមកកាន់យើងទាំងអស់គ្នា Okay, I want you to know a guy called Jeremy Lin. អញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់ឈ្មោះគាត់មិញណា Do you like NBA basketball? អញ្ចឹងទាំងអស់គ្នានៅនេះមានអ្នកគេចូលចិត្តលេងគេហៅថាលេងកីឡាបាល់បោះហ៎ Some of you watch NBA basketball, right? អញ្ចឹងគាត់មានខ្លះ He's a basketballer, right? You know, there was the first Asian and the first Chinese boy have been contracted to play for the Golden State Warriors, okay, of the NBA team. អ
ចឹងមានន័យថាគាត់គឺជាបរិបទដំបងដែលគាត់ជាម្នាក់ដែលក្នុងការដែលគាត់ដូចមានកងត្រាក្នុងការដែលទៅលេងនៅក្នុងអីគេនៅក្នុងក្លឹបរបស់គេហ្នឹងណាដែលមានតែគាត់ជាបរិបទដំបងដែលជាជនជាតិអេស៊ីនៅក្នុងអាស៊ីរបស់យើង So a lot of reporters, whenever they see him, they always ask him, how do you feel being the first Asian to be in the NBA? ហើយចឹងបើគេសួរគាត់ថាតើអ្នកមានអារម្មណ៍បែបម៉េចដែលអ្នកគាត់ក៏ជាបរិបទដំបងដែលចាញ់ពីអេស៊ីបានទៅចូលរួមនៅក្នុងក្លឹបហ្នឹង And then also the Chinese reporter always ask him, how do you feel being the first Chinese in the NBA? ហើយចឹងគេសួរថាតើអ្នកមានអារម្មណ៍បែបណាដែលអ្នកជាជនជាតិចិនហើយដែលចូលទៅក្នុងក្លឹបហ្នឹងបានមានអារម្មណ៍បែបណា You know how he answered? ហើយបន្ទាប់មកគាត់ដឹងអត់ថាគាត់ឆ្លើយបែបណា He say, you know, it's important question, but it's nowhere near as important as I am a Christian. អញ្ចឹងមានន័យថាសំណួរដែលអ្នកសួរនោះពិតជាសំខាន់ប៉ុន្តែអីគេដែលសំខាន់ហ្នឹងអ្នកឯងដឹងអត់ថាខ្ញុំគឺជាគ្រឹះបរិស័ទ When it comes to identity, Christian are the number one and the most important identity for me. ហើយចឹងគឺគាត់បានប្រាប់គេថាអីគេដែលសំខាន់ហ្នឹងគឺជាគ្រឹះបរិស័ទដែលគាត់បង្ហាញអំពីអត្តសញ្ញាណរបស់គាត់នឹងមុនគេហ្នឹង And he say, as the media pay more and more attention to me, I felt as I was going to play better to please everybody. ហើយចឹងពេលដែលគេចាប់ផ្ដើមក្រុមគេហៅថាក្រុមបណ្ដាញសារព័ត៌មានដែលគេចាប់អារម្មណ៍ខ្ញុំនឹងគេហៅថាត្រឹមក្នុងការដែលលេងវាឲ្យកាន់តែល្អឡើងបន្ថែមទៀត It become a big burden and took away my joy in the game. ហើយចឹងបើសិនបើគេធ្វើរឿងបែបហ្នឹងមកកាន់ខ្ញុំខ្លាចទៅជាម្នាក់ដែលមានសម្ពាធអញ្ចឹងទៅធ្វើឲ្យខ្ញុំបាត់អីគេដែលជាអំណរក្នុងជីវិតរបស់ខ្ញុំ So he said, to be precise, I'm not playing for anybody else, not even for myself, but for God. ហើយចឹងគាត់បាននិយាយថាការដែលខ្ញុំចូលទៅរួមទៅក្នុងការដែលប្រកួតខ្ញុំនឹងមិនលេងទាំងអស់ហ្នឹងសម្រាប់ខ្លួនខ្ញុំឬក៏សម្រាប់អ្នកណាគេគឺខ្ញុំលេងការទាំងអស់ហ្នឹងគឺដើម្បីព្រះជាម្ចាស់ Jeremy Lin, no, who am I? ចឹងតាមរយៈគាត់បរិសម្នាក់នេះគឺគាត់ដឹងថាខ្លួនគាត់គឺជាណាគេ Whose am I? អញ្ចឹងខ្ញុំម្ចាស់កម្មសិទ្ធិរបស់ខ្ញុំគឺជាណាគេ And what I'm doing for? ហើយអញ្ចឹងគាត់ដឹងថាតើខ្ញុំត្រូវការធ្វើដើម្បីណាគេ Okay, to close this session, អញ្ចឹងដើម្បីបញ្ចប់អីគេដែលជាមេរៀននៅពេលព្រឹកនេះ I want you to say something to your neighbors. អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នារៀបខ្លួនក្នុងការដែលយើងនឹងនិយាយពាក្យខ្លះៗទៅកាន់បងប្អូនដែលនៅឆ្វេងស្ដាំវាយើង Say to the person on your right and the left. អញ្ចឹងកូនសូមនិយាយទៅកាន់អ្នកដែលនៅខាងឆ្វេងដៃខាងស្ដាំដៃរបស់យើង The first thing, I am God's creation. I am not a monkey. ហើយអញ្ចឹងប្រយោគទី1ដែលយើងត្រូវការនិយាយថាខ្ញុំគឺត្រូវការបង្កើតឡើងដោយព្រះជាម្ចាស់ខ្ញុំមិនមែនជាខ្ញុំមិនមែនជាស្វាទេណា Okay, secondly, ហើយនៅ I am God's believer. I'm God's child. ហើយអញ្ចឹងប្រយោគទី2យើងនិយាយថាខ្ញុំគឺជាកូនស្ងួនភ្នាដែលជាទីស្រឡាញ់របស់ព្រះហើយខ្ញុំគឺជាកូនរបស់ព្រះ Okay, the third thing, ទី3ប្រយោគទី3 I have God's purpose and plan for my life. អញ្ចឹងព្រះជាម្ចាស់មានគម្រោងផែនការនៅក្នុងជីវិតរបស់ខ្ញុំមានគោលបំណងក្នុងជីវិតរបស់ខ្ញុំ So I'm going to live for God and with a sense of purpose. ចាអញ្ចឹងខ្ញុំទុកអាការទាំងអស់នឹងឲ្យទៅកាន់ព្រះជាម្ចាស់នឹងផ្ដល់អ្វីដែលជាគម្រោងការរបស់ព្រះអង្គសម្រាប់ជីវិតរបស់ខ្ញុំ To live a mission-driven life. អញ្ចឹងសូមឲ្យកុំឲ្យរស់នៅជីវិតរបស់យើងអត់មានគោលដៅ Okay, we will ask Pastor Ratana to close in a prayer.